សូគ្រីស្ទដែលព្រះបានប្រទានឲ្យគាត់ដើម្បីបង្ហាញដល់ពួកអ្នកបម្រើទ្រង់នៅអ្វីដែលត្រូវកើតឡើងក្នុងពេលឆាប់នេះទ្រង់បានធ្វើឲ្យវាដឹងដោយបញ្ជូនទេវតារបស់គាត់ទៅយូហានជាអ្នកបម្រើរបស់គាត់ដែលថ្លែងទីបន្ទាល់អំពីអ្វីគ្រប់យ៉ាងដែលគាត់បានឃើញនោះគឺជាព្រះបន្ទូលនៃព្រះនឹង Blessed is the one who reads aloud the words of this prophecy, and blessed are those who ទីបន្ទាល់របស់ព្រះយេស៊ូវគ្រីស្ទប្រទានពរដល់អ្នកដែលអាននៅពាក្យនៃគំនីនេះពីព្រោះអ្នកណាដែលស្ដាប់ហើយមិនដល់ពេល John to the 7 churches in the province of Asia. យូហានទៅកាន់ព្រះវិហារទាំង7នៅក្នុងខេត្តនៃអាស៊ីនៃព្រះគុណនិងសន្តិភាពដល់អ្នកពីព្រះអង្គដែលគង់នៅនរណានឹងយាងមកនិងពីវិញ្ញាណទាំង7នៅចំពោះបល្ល័ង្ករបស់ទ្រង់និងពីព្រះយេស៊ូវគ្រីស្ទដែលជាសាក្សីដ៏ស្មោះត្រង់នៃកូនច្បងដែលបានស្លាប់និងជាអ្នកគ្រប់គ្រងនៃស្ដេចនៃផែនដីចំពោះព្រះអង្គដែលស្រឡាញ់យើង and has freed us from our sins by his blood and has made us to be a kingdom and priests to serve his God and Father. To him be glory and power forever. ហើយបានរំដោះយើងពីអំពើបាបរបស់យើងដោយព្រះលោហិតរបស់ទ្រង់ហើយបានលើកយើងឡើងដើម្បីបម្រើព្រះអង្គ Every eye will see him, even those who pierced him. សេរីល្អនិងអំណាចជារៀងរហូតអាមែនក្រឡេកមើលទៅគាត់នឹងមកជាមួយពុកហើយគ្រប់ភ្នែកទាំងអស់នឹងឃើញគាត់សូម្បីតែអ្នកដែលចាក់គាត់ហើយមនុស្សទាំងអស់នៅលើផែនដីនឹងកាន់ទុក្ខដោយសារតែគាត់ដូច្នេះវានឹងជាអាមែនខ្ញុំជាអាល់ហ្វាហើយអូមេហ្គាមានបន្ទូលថាព្រះម្ចាស់ជាព្រះដែលគង់នៅនិងជានរណានឹងយាងមកព្រះជាម្ចាស់ដ៏មានមហិទ្ធិឫទ្ធិ I, John, your brother and companion in the suffering and kingdom and patient endurance that are ours in Jesus, was on the island of Patmos because of the word of God និងដៃគូរបស់អ្នកគឺនៅលើការរងទុក្ខនិងសេចក្តីទុក្ខវេទនារបស់យើងនៃផែម៉ូសដោយសារតែព្រះបន្ទូលនៃព្រះនិងទីបន្ទាល់របស់ព្រះយេស៊ូវនៅថ្ងៃរបស់ព្រះម្ចាស់ខ្ញុំនៅក្នុងវិញ្ញាណហើយខ្ញុំបានឮពីក្រោយខ្ញុំនៅសំឡេងដ៏ខ្លាំងមួយដូចជាត្រែដែលនិយាយថាសរសេរនៅលើរមួលអ្វីដែលអ្នកឃើញហើយផ្ញើវាទៅព្រះវិហារទាំង7ទៅកាន់ Ephesus, Smyrna, Pergamum, Thyatira, Sardis, Philadelphia នោះខ្ញុំបានងាកទៅមើលឡាដិក I turned around to see the voice that was speaking to me, and when I turned I saw 7 golden lampstands, and among the lampstands was someone like a son of man, dressed in a robe reaching down to his feet. ជើងមាសឈរនៅកណ្ដាលចង្កៀងឈរជាមួយអ្នកណាម្នាក់ដូចជាកូនមនុស្សស្លៀកពាក់អាវផាយលូនចុះមកជើងហើយមានក្រវិលមាសជុំវិញទ្រូងសក់នៅលើក្បាលគឺស្ដូចរោមជៀមពណ៌ស្ដូចព្រិលហើយភ្នែករបស់គាត់ដូចជាភ្លើងឆេះជើងរបស់គាត់ដូចជាលំហិនភ្លឺក្នុងលោះហើយសំឡេងរបស់គាត់ដូចជាសំឡេងទឹកហូរហៀរនៅក្នុងមាត់របស់គាត់ In his right hand he held 7 stars, and coming out of his mouth was a sharp, double-edged sword. ហើយដៃស្ដាំរបស់ដាវ7បានចេញមកព្រះអាទិត្យភ្លឺចែងចាំងពេលដែលខ្ញុំឃើញគាត់ខ្ញុំដួលនៅជើងគាត់ដូចជាស្លាប់បន្ទាប់មកគាត់ដាក់ដៃស្ដាំលើខ្ញុំហើយនិយាយថាកុំខ្លាចខ្ញុំជាអ្នកដំបូងហើយចុងក្រោយខ្ញុំជាអ្នកមានជីវិតខ្ញុំបានស្លាប់ហើយឥឡូវនេះមើលទៅខ្ញុំនៅរស់ជារៀងរហូតហើយខ្ញុំកាន់កូនសមរណៈហើយសរសេរដូច្នេះអ្វីដែលអ្នកបានឃើញឥឡូវនេះ I am alive forever and ever, and I hold the keys of death and Hades. Write, therefore, what you have seen, what is នឹងអ្វី now, ដែលនឹងកើតឡើងនៅពេលក្រោយអាចកំបាំងនៃផ្កាយទាំង7របស់ខ្ញុំគឺជើងចង្កៀងមាសដែលអ្នកបានឃើញនៅក្នុងដៃ and of the 7 golden lampstands is this. ទេវតានៃព្រះវិហារទាំង7និងជើងចង្កៀងទាំង7គឺជាក្រុមជំនុំទាំង7ជំពូកទី2ទៅកាន់ទេវតានៃព្រះវិហារនៅអេផេសូទាំងនេះគឺជាពាក្យរបស់អ្នកដែលកាន់ផ្កាយទាំង7នៅក្នុងដៃស្ដាំរបស់គាត់ហើយដើរក្នុងចំណោមជើងចង្កៀងមាសទាំង7ខ្ញុំដឹងពីទង្វើរបស់អ្នកការប្រឹងប្រែងរបស់អ្នកនិងការតស៊ូរបស់អ្នក in his right hand, and walks among the 7 golden lampstands. I know your deeds, your hard work, and your perseverance. I know that you cannot ខ្ញុំដឹងថា tolerate អ្នក wicked មិនអាច people, ទ្រាំទ្រនឹងមនុស្សអាក្រក់ដែលអ្នកបានលបងអ្នកទាំងនោះហើយមិនបានរកឃើញថាអ្នកបានសាកល្បងពួកគេទេ and have found them false. You have persevered and have endured ស៊ូទ្រាំ hardship នឹង for ទុក្ខលំ my បាក name. សម្រាប់ឈ្មោះខ្ញុំហើយមិនទាន់ហត់ទេខ្ញុំនៅតែប្រកាន់អ្នកថាអ្នកបានលះបង់សេចក្តីស្រឡាញ់ដែលអ្នកមានតាំងពីដំបូងគិតដល់កម្រិតដែលអ្នកបានប្រែចិត្តហើយធ្វើអ្វីដែលអ្នកបានធ្វើដំបូងបើអ្នកមិនប្រែចិត្តខ្ញុំនឹងមករកអ្នកហើយដកជើងចង្កៀងរបស់អ្នកចេញពីកន្លែងនោះ If you do not repent, I will come to you and remove your lampstand from its place. But you have this in your favor. You hate ប៉ុ the ន្តែអ្នកមានរបស់ practices នេះ of ជាការពេញចិត្ត Nicolaitans, របស់អ្នក which អ្នក I ស្អប់ការ also ប្រតិបត្តិ hate. របស់ពួកនីកូឡាដែលខ្ញុំក៏ស្អប់អ្នកដែលមានត្រចៀកស្នឹង Let និ them យាយ hear what the Spirit says to the churches. To the one who is victorious,
ផ្ដល់សិទ្ធិបរិភោគពីដើមជីវិតដែលស្ថិតនៅឋានសួគ៌នៃព្រះដល់ទេវតានៃព្រះវិហារនៅស្មូណាសរសេរនេះជាពាក្យរបស់ព្រះអង្គដែលជាអ្នកដំបូងនិងចុងក្រោយដែលបានស្លាប់ហើយបានរស់ឡើងវិញខ្ញុំដឹងពីទុក្ខលំបាកនិងភាពក្រីក្ររបស់អ្នកប៉ុន្តែអ្នកជាអ្នកមានខ្ញុំដឹងពីពាក្យបង្កាច់បង្ខូចរបស់ពួកដែលថាពួកគេជាជនជាតិយូដាហើយមិនមែនទេ Yet you are rich. I know about the slander of those who say they are Jews and are not, but are a synagogue. ប៉ុន្តែខ្ញុំជាអ្នកទទួលទោសដល់ពួកអ្នកនៅក្នុងសាលាប្រជុំដាក់គុកខ្លះដើម្បីលបងអ្នកហើយអ្នកនឹងត្រូវរងទុក្ខបៀតបៀន10ថ្ងៃស្មោះត្រង់រហូតដល់ស្លាប់ខ្ញុំនឹងផ្ដល់ជីវិតឲ្យអ្នកដូចជាមកុដជ័យជំនះរបស់អ្នកអ្នកណាដែលមានត្រចៀកអនុញ្ញាតឲ្យពួកគេស្ដាប់នៅអ្វីដែលវិញ្ញាណនិយាយទៅកាន់ក្រុមជំនុំអ្នកឈ្នះនឹងមិនឈឺចាប់តតែសោះដោយការស្លាប់លើកទី2ទៅកាន់ទេវតានៃព្រះវិហារនៅក្នុង The one who is victorious will not be hurt at all by the second death. To the angel of the church in Pergamum write Pergamum ត្រឹមត្រូវទាំងនេះគឺជាពាក្យដ៏មុតស្រួចនៃអ្នកដែលបានអង្គុយនៅទីនោះ I know where you live. បល្ល័ង្កអ្នកនៅតែស្មោះត្រង់នឹងឈ្មោះខ្ញុំអ្នកមិនលះបង់ជំនឿរបស់អ្នកលើខ្ញុំទេសូម្បីតែនៅក្នុងថ្ងៃនៃ Antipas សាក្សីស្មោះត្រង់របស់ខ្ញុំដែលត្រូវបានគេសម្លាប់នៅក្នុងទីក្រុងរបស់អ្នកដែលសាតាំងរស់នៅយ៉ាងណាក៏ដោយខ្ញុំមានរឿងមួយចំនួនប្រឆាំងនឹងអ្នក Nevertheless, I have a few things against you. There are some among you who hold to the teaching of Balaam. មានមនុស្សមួយចំនួនក្នុងចំណោមអ្នកដែលបានកាន់ការបង្រៀនរបស់បាឡាមដែលបង្រៀនបាឡាកដើម្បីទាក់ទាញជនជាតិអ៊ីស្រាអែលឲ្យធ្វើបាបដើម្បីឲ្យពួកគេស៊ីអាហារដែលបានបូជាចំពោះអ្នកគោរពបូជារូបព្រះ You also have those who hold to the teaching of the Nicolaitans. Repent therefore. Nicolaitans ប្រែចិត្តបើមិនដូច្នេះទេខ្ញុំនឹងមករកអ្នកឆាប់នេះហើយនឹងប្រយុទ្ធនឹងពួកគេដោយដាវនៃមាត់របស់ខ្ញុំអ្នកណាដែលមានត្រចៀកអនុញ្ញាតឲ្យពួកគេស្ដាប់នៅអ្វីដែលវិញ្ញាណនិយាយទៅកាន់ក្រុមជំនុំដល់អ្នកដែលមានជ័យជំនះខ្ញុំនឹងផ្ដល់នំម៉ាណាដែលលាក់កំបាំងខ្លះ I will give some of the hidden manna. I will also give that person a white stone with a new name written on it, known only to the one who receives. ខ្ញុំនឹងឲ្យអ្នកនោះនៅថ្មព័រជាមួយនឹងឈ្មោះថ្មីដែលសរសេរនៅលើវាដែលស្គាល់តែអ្នកដែលទទួលវាទៅកាន់ទេវតានៃក្រុមជំនុំដែលមានលក្ខណៈត្រឹមត្រូវនៃភ្នែករបស់ Blair are like blazing fire and whose feet are like burnished bronze. I know your ជើងរបស់អ្នកប្រៀបដូចជាលង្ហិនឆេះខ្ញុំដឹងពីទង្វើរបស់អ្នកសេចក្តីស្រឡាញ់និងជំនឿរបស់អ្នកក្នុងការបម្រើនិងការព្យាយាមរបស់អ្នកហើយឥឡូវនេះអ្នកធ្វើបានច្រើនជាងកាលពីដើមយ៉ាងណាក៏ដោយក៏ខ្ញុំមានរឿងនេះប្រឆាំងនឹងអ្នកដែរ You tolerate that woman Jezebel who calls herself a prophet. By her teaching she misleads my servants into sexual immorality and the eating of food sacrificed នាងនៅលើគ្រែនៃការរងទុក្ខហើយខ្ញុំនឹងធ្វើឲ្យអ្នកដែលភិតក្បត់ជាមួយនាងរងទុក្ខជាខ្លាំងលុះត្រាតែពួកគេប្រែចិត្តពីវិធីរបស់នាងខ្ញុំនឹងសម្លាប់កូនរបស់នាងនោះក្រុមជំនុំទាំងអស់នឹងដឹងថាខ្ញុំជាអ្នកដែលស្វែងរកបេះដូងនិងគំនិតហើយខ្ញុំនឹងសង់អ្នកម្នាក់តាមអំពើរបស់អ្នកឥឡូវនេះខ្ញុំប្រាប់អ្នកឯទៀតនៅក្នុងសេហរ៉ា I will strike her children dead. Then all the churches will know that I am he who searches hearts and minds. And I will repay each of you ទៅកាន់អ្នកដែលមិនប្រកាន់ខ្ជាប់នៅបន្ទុកដ៏ជ្រៅនៃការបង្រៀនរបស់នាងហើយខ្ញុំមិនបានរៀនអ្វីឡើយលើកលែងតែអ្នកកាន់តាមអ្វីដែលអ្នកមានរហូតដល់ខ្ញុំមកដល់អ្នកដែលឈ្នះហើយធ្វើតាមឆន្ទៈរបស់ខ្ញុំដល់ទីបញ្ចប់ខ្ញុំនឹងផ្ដល់សិទ្ធិអំណាចលើប្រជាជាតិនានាដែលនឹងគ្រប់គ្រងពួកគេដោយដំបងដែកហើយនឹងបំបែកពួកគេទៅជាបំណែកដូចជាស្មូនដូចខ្ញុំបានទទួលសិទ្ធិអំណាចពីឪពុកខ្ញុំដែរខ្ញុំក៏នឹងឲ្យផ្កាយព្រឹកមួយរូបនោះអ្នកណាដែលមានត្រចៀកទាំងនេះអនុញ្ញាតឲ្យពួកគេស្ដាប់នៅអ្វីដែលវិញ្ញាណបាននិយាយទៅកាន់ក្រុមជំនុំចំពុកទី3ទៅកាន់គាត់ rule them with an iron scepter and will dash them to pieces like pottery just as I have received authority from my Father. I will also give that one the morning star. Whoever has ears, let them hear what the Spirit says to the churches. កាន់វិញ្ញាណទាំង7របស់ព្រះនិងផ្កាយទាំង7ខ្ញុំដឹងពីទង្វើរបស់អ្នកមានកេរ្តិ៍ឈ្មោះនៅរស់ប៉ុន្តែអ្នកស្លាប់ហើយភ្ញាក់ឡើងពង្រឹងអ្វីដែលនៅសេសសល់ហើយចិត្តស្លាប់ព្រោះខ្ញុំបានរកឃើញទង្វើរបស់អ្នកមិនទាន់ចប់នៅចំពោះព្រះរបស់ខ្ញុំសូមចាំអ្វីដែលអ្នកបានទទួលហើយបានឬចូលកាន់វាឲ្យលឿនហើយប្រែចិត្ត But you are dead. Wake up. Strengthen what remains and is about to die. For I have found your deeds unfinished in the sight of my God.
ប៉ុន្តែប្រសិនបើអ្នកមិនក្រោកឡើងខ្ញុំនឹងមកដូចចោលហើយអ្នកមិនទាន់ដឹងថាអ្នកនៅមានដីប៉ុន្មានទេសម្លៀកបំពាក់របស់គេនឹងដើរជាមួយខ្ញុំស្លៀកពាក់ព្រោះវាស័ក្តិសមអ្នកដែលឈ្នះនឹងចូលចិត្តគេស្លៀកពាក់សខ្ញុំមិនលុបឈ្មោះអ្នកនោះចេញពីសៀវភៅជីវិតទេតែនឹងទទួលស្គាល់ឈ្មោះនោះនៅចំពោះមុខឪពុកខ្ញុំនិងទេវតារបស់គាត់អ្នកណាដែលមានត្រចៀកអនុញ្ញាតឲ្យពួកគេស្ដាប់នៅអ្វីដែលវិញ្ញាណនិយាយទៅកាន់ពួកជំនុំទៅកាន់ទេវតានៃក្រុមជំនុំនៅទីក្រុង Philadelphia ហើយអ្វីដែលជាពាក្យកន្លេសរបស់ដាវីតដែលជាការពិត Like them, be dressed in white. I will never blot out the name of that person from the book of life, but will acknowledge that name before my Father and his angels. Whoever has ears, let them hear what the Spirit says. បើគ្មានអ្នកណាអាចបិទបានហើយអ្វីដែលវាបិទក៏គ្មានអ្នកណាអាចបើកបានខ្ញុំដឹងថាទង្វើរបស់អ្នកឃើញខ្ញុំបានដាក់ទ្វារចំហមួយដែលគ្មានអ្នកណាអាចបិទបានខ្ញុំដឹងថាអ្នកមានកម្លាំងតិចតួចនៅឡើយតែអ្នកបានកាន់តាមពាក្យរបស់ខ្ញុំហើយមិនបានបដិសេធឈ្មោះរបស់ខ្ញុំទេខ្ញុំនឹងធ្វើឲ្យពួកជំនុំរបស់សាតាំងដែលអះអាងថាខ្លួនជាជនជាតិយូដា I know your deeds. See, I have placed before you an open door that no one can shut. I know that you have little strength. ទោះបីពួកគេមិនមែនជាអ្នកកុហកក៏ដោយខ្ញុំនឹងធ្វើឲ្យពួកគេមកជំពប់ជើងអ្នកតាំងពីពេលនេះមក I will make those who are of the synagogue of Satan. ដោយអត់ធ្មត់ខ្ញុំនឹងការពារអ្នកពីម៉ោងនៃការសាកល្បងដែលនឹងមកលើពិភពលោកទាំងមូលដើម្បីសាកល្បងប្រជាជននៅលើផែនដីខ្ញុំនឹងមកក្នុងពេលឆាប់នេះកាន់អ្វីដែលអ្នកមានដើម្បីកុំឲ្យនរណាម្នាក់យកមកុដរបស់អ្នកដែលឈ្នះខ្ញុំនឹងធ្វើសនៅក្នុងព្រះវិហារនៃព្រះរបស់ខ្ញុំហើយពួកគេនឹងមិនចាក់ចេញពីវាទៀតទេខ្ញុំនឹងសរសេរនៅលើពួកគេថា The inhabitants of the earth. I am coming soon. Hold on to what you have, so that no one. ព្រះនាមនៃព្រះរបស់ខ្ញុំនិងឈ្មោះនៃទីក្រុងថ្មីរបស់ខ្ញុំចុះពីស្ថានសួគ៌របស់ខ្ញុំ I will make a pillar in the temple of my God. ហើយខ្ញុំនឹងសរសេរលើឈ្មោះថ្មីរបស់ខ្ញុំអ្នកណាដែលមានត្រចៀកអនុញ្ញាតឲ្យពួកគេស្ដាប់នៅអ្វីដែលវិញ្ញាណនិយាយទៅកាន់ពួកជំនុំទៅកាន់ទេវតានៃក្រុមជំនុំនៅទីក្រុងឡាវឌីសេទាំងនេះជាពាក្យរបស់អាម៉ែនសាក្សីដ៏ស្មោះត្រង់និងពិតនៃអ្នកគ្រប់គ្រងនៃការបង្កើតរបស់ព្រះខ្ញុំដឹងពីទង្វើរបស់អ្នកថាអ្នកមិនត្រជាក់ក៏មិនក្តៅ Whoever has ears, let them hear what the Spirit says to the churches. To the angel of the church in Laodicea write. ខ្ញុំសូមជូនពរអ្នកពីមួយឬផ្សេងទៀតដូចនេះព្រោះអ្នកមិនក្តៅមិនត្រជាក់ពីមាត់របស់ខ្ញុំអ្នកមានខ្ញុំបានទទួលទ្រព្យសម្បត្តិហើយមិនត្រូវការរបស់អ្វីទេតែអ្នកមិនដឹងថាអ្នកក្រគួរឲ្យអាណិតអ្នកក្រខ្វាក់ភ្នែកអាក្រាតខ្ញុំណែនាំអ្នកឲ្យទិញមាសដែលចម្រាញ់ពីខ្ញុំក្នុងភ្លើងដើម្បីឲ្យអ្នកខ្លាយជាអ្នកមានហើយស្លៀកពាក់ទើបអាចបិទបាំងភាពអាក្រាតដ៏គួរឲ្យខ្មាស់របស់អ្នកហើយសង្គ្រោះដាក់ភ្នែករបស់អ្នក You do not realize that you are wretched, pitiful, poor, blind, and naked. I counsel you to buy from me. ដើម្បីឲ្យអ្នកឃើញអ្នកដែលខ្ញុំស្រឡាញ់ខ្ញុំស្ដីបន្ទោសខ្ញុំហើយខ្ញុំឈរនៅត្រង់នេះហើយត្រូវស្ដីបន្ទោស So you can cover your shameful nakedness. សំឡេងហើយបើកទ្វារខ្ញុំនឹងចូលទៅបរិភោគជាមួយអ្នកនោះហើយពួកគេជាមួយខ្ញុំទៅកាន់អ្នកដែលមានជ័យជំនះខ្ញុំនឹងផ្ដល់សិទ្ធិអង្គុយជាមួយខ្ញុំនៅលើបល្ល័ង្ករបស់ខ្ញុំដោយដែលខ្ញុំបានឈ្នះហើយអង្គុយជាមួយឪពុកខ្ញុំនៅលើបល្ល័ង្ករបស់គាត់អ្នកណាដែលមានត្រចៀកអនុញ្ញាតឲ្យពួកគេស្ដាប់អ្វីដែលវិញ្ញាណនិយាយទៅកាន់ក្រុមជំនុំជំពូកទី 4 I will come in and eat with that person and they with me. To the one who is victorious I will give the right to sit with me on my throne. បន្ទាប់ពីនេះខ្ញុំមើលទៅហើយនៅទីនោះមុនពេលខ្ញុំគឺជាទ្វារឈរបើកដូចខ្ញុំបានរើសហើយនិយាយនៅទីនេះ Whoever has ears, let them បង្ហាញអ្នកនៅអ្វីដែលត្រូវកើតឡើងបន្ទាប់ពីនេះខ្ញុំនៅក្នុងវិញ្ញាណហើយនៅទីនោះមុនខ្ញុំគឺជាបល្ល័ង្កនៅស្ថានសួគ៌ដែលមាននរណាម្នាក់អង្គុយនៅលើនោះហើយអ្នកដែលអង្គុយនៅទីនោះមានរូបរាងដូចត្បូងទឹមនិងឥន្ធនូដែលចែងចាំងដូចត្បូងមរកតជុំវិញបល្ល័ង្កមានបល្ល័ង្កចំនួន24ផ្សេងទៀតហើយអង្គុយលើពួកគេមានព្រឹទ្ធាចារ្យ24នាក់ At once I was in the spirit and there before me was a throne in heaven with someone sitting on it and the one who sat there the appearance of jasper ពាក់មកុដពីមាសផ្លេកបន្ទោនិងផ្លេកបន្ទោនៅមុខបល្ល័ង្កចង្គៀងទាំង7កំពុងឆាប់ឆេះទាំងនេះជាវិញ្ញាណរបស់ព្រះទាំង7ផងដែរនៅពីមុខបល្ល័ង្កមានរូបរាងដូចជាសមុទ្រកញ្ចក់ថ្លាដូចគ្រីស្តាល់នៅចំកណ្ដាលជុំវិញបល្ល័ង្កមានសត្វមានជីវិត4ហើយពួកវាគ្រប់ភ្នែកនៅពីមុខហើយនៅខាងក្រោយសត្វទី1ដូចជាសត្វតោទី2មានមុខដូចសត្វគោ rumblings and peals of thunder in front of the throne 7 lamps were blazing
These are the seven spirits of God. Also in front of the throne, there was សត្វមានជីវិតទាំង4មានស្លាប6ហើយគ្រប់ដោយភ្នែកជុំវិញសំបីតែនៅក្រោមស្លាបទាំងយប់ទាំងថ្ងៃពួកគេមិនឈប់និយាយថាវិសុទ្ធដ៏វិសុទ្ធគឺជាព្រះដ៏មានព្រះភិក្ខដែលគង់នៅហើយនៅពេលណាដែលសត្វមានជីវិតលើកដំកើងសេរីរុងរឿងនិងអរព្រះគុណដល់ព្រះអង្គដែលគង់លើបល្ល័ង្កនិងដែលរស់នៅអស់កលឹបជានិច្ចព្រឹទ្ធាចារ្យទាំង24នាក់បានក្រាបថ្វាយបង្គំព្រះអង្គដែលគង់លើបល្ល័ង្កអស់កលឹបជានិច្ច Each of the 4 living creatures had 6 wings and was covered with eyes all around, even under its wings. Day and night, they never stopped saying, Holy! ហើយនិយាយថាអ្នកសូមនឹងទទួលបានសេរីរុងរឿងនិងកិត្តិយសនិងអំណាចសម្រាប់អ្នកបានបង្កើតអ្វីទាំងអស់ហើយតាមឆន្ទៈរបស់អ្នកពួកគេត្រូវបានបង្កើតហើយមានជំពូកទី5បន្ទាប់មកខ្ញុំបានឃើញនៅខាងស្តាំដៃរបស់ព្រះអង្គដែលគង់លើបល្ល័ង្កមានរមូរមួយសរសេរនៅសងខាងនិងបិទត្រា7ហើយខ្ញុំបានឃើញទេវតាដ៏ខ្លាំងពូកែម្នាក់ប្រកាសដោយសំឡេងខ្លាំង Fall down before him who sits on the throne and worship him who lives forever and ever. They lay their crowns before the throne and say, You are worthy, our Lord. ដែលស័ក្តិសមនឹងបើកក្រាំងនៅលើផែនដីប៉ុន្តែគ្មាននរណាអាចទម្លុះត្រានៅលើផែនដីបានទេក្រាំងឬក្រឡេកមើលខាងក្នុងខ្ញុំយំហើយយំព្រោះរកមិនឃើញអ្នកណាស័ក្តិសមបើកក្រាំងឬមើលខាងក្នុងពេលនោះមានព្រឹទ្ធាចារ្យម្នាក់និយាយមកខ្ញុំថាគុំយំណាពេលឃើញសត្វតោនៃគោសម្ព័ន្ធយូដាដែលជារបស់ដាវីតបានឈ្នះគាត់អាចបើកក្រាំងនោះនិងត្រាទាំង7របស់វាwith writing on both sides and sealed with 7 seals. And I saw a mighty angel proclaiming in a loud voice. ពេលនោះខ្ញុំឃើញកូនជាមួយមើលទៅហាក់បីដូចជាវាត្រូវសម្លាប់សត្វដែលនៅរស់ហើយឈរនៅចំកណ្ដាលរបស់សត្វដែលនៅរស់កូនជាមានស្នែង7និងភ្នែក7ដែលជាវិញ្ញាណរបស់ព្រះទាំង7ដែលបញ្ជូនមកលើផែនដីទាំងមូលគាត់បានទៅយកក្រាំងពីដៃស្ដាំរបស់ព្រះអង្គដែលគង់លើបល្ល័ង្កហើយនៅពេលដែលគាត់បានយកវាមកសត្វមានជីវិតទាំង4និងព្រឹទ្ធាចារ្យទាំង24នាក់បានក្រាបចុះនៅចំពោះមុខកូនជាម្នាក់កាន់ពិន He is able to open the scroll and its 7 seals. Then I saw a lamb looking as if it had been slain. ហើយពួកគេកាន់ចាននេះពេញដោយគ្រឿងក្រអូបដែលជាពាក្យអធិដ្ឋានរបស់ពួកអ្នកហើយក្រឡេកមកច្រៀងថ្វាយព្រះអង្គ The lamb had 7 horns and 7 eyes. បើត្រាព្រោះអ្នកត្រូវបានគេសម្លាប់នឹងដោយឈាមរបស់អ្នកដែលអ្នកទិញសម្រាប់មនុស្សព្រះពីគ្រប់គោលសម្ព័ន្ធគ្រប់ភាសានិងប្រជាជននិងគ្រប់ជាតិសាសន៍ដែលអ្នកបានតាំងពួកគេធ្វើជាគោនិងបូជាចារដើម្បីបម្រើព្រះរបស់យើងហើយពួកគេនឹងសោយរាជ្យនៅលើផែនដីពេលនោះខ្ញុំមើលទៅហើយបានឮសំឡេងទេវតាជាច្រើនរាប់ម៉ឺននាក់ golden bowls full of incense which are the prayers of God's people and they sang a new song saying You are worthy to take the scroll. 10000 ដង 10000 នាក់ពួកគេបានឡោមព័ទ្ធបល្ល័ង្កហើយពួកគេនិយាយថាសត្វមានជីវិតជានរណា And with your blood you purchased. ទទួលបានអំណាចទ្រព្យសម្បត្តិប្រាជ្ញាកម្លាំងកិត្តិយសសេរីល្អនិងសរសើរដំកើងពេលនោះខ្ញុំនិស្សិតទាំងអស់នៅស្ថានសុខនិងនៅលើផែនដីក្រោមផែនដីនិងនៅលើសមុទ្រនិងអ្វីដែលមាននៅក្នុងពួកគេនិយាយថាអ្នកណាអង្គុយលើបល្ល័ង្កនិងដល់កូនជាមទ្រង់សរសើរកិត្តិយសសេរីរុងរឿងនិងអំណាចជារៀងរហូត numbering thousands upon thousands and 10,000 times 10,000. They encircled the throne and the living creatures and the elders. សត្វមានជីវិតទាំង4បាននិយាយអាមែនហើយពួកព្រឹទ្ធាចារ្យក៏ក្រាបថ្វាយបង្គំបានលើជំពូកទី6មួយខ្ញុំមើលដូចកូនជាមដែលនិយាយដំបូងដូចសត្វទី7ដែលបើកត្រា ខ្ញុំក្រឡេកមើលទៅមុខខ្ញុំឃើញសេះស្មួយក្បាលរបស់វាកាន់ធ្នូហើយគេលើកមកុដហើយជិះចេញដូចជាអ្នកសញ្ជ័យអន់សញ្ជ័យពេលកូនជាមបើកត្រាទី2ខ្ញុំនិស្សិតមានជីវិតទី2និយាយថាសេះមួយទៀតចេញមកពណ៌ក្រហមដ៏កាចម្នាក់ជិះសុទ្ធតែមានអំណាចដើម្បីយកសន្តិភាពចេញពីផែនដីហើយឲ្យមនុស្សទៅសម្លាប់គ្នាទៅគាត់ខ្ញុំបានបើកដាវធំមួយមកខ្ញុំថា The 4 living creatures said Amen and the elders fell down and worshipped សត្វទី3ដែលរស់នៅទីនោះមុនខ្ញុំមានសេះខ្មៅអ្នកជីម្នាក់កាន់ចិញ្ចៀងមួយក្នុងដៃពេលនោះខ្ញុំឮសំឡេងដូចសំឡេងក្នុងចំណោមសត្វមានជីវិតទាំង4និយាយថាស្រូវសាលី2ផោនសម្រាប់ប្រាក់ឈ្នួលមួយថ្ងៃនិងស្រូវ6ផោនសម្រាប់ថ្លៃឈ្នួលមួយថ្ងៃហើយមិនខូចប្រេងនឹងស្រាទេពេលកូនជាមបើកការលក់ទី4ខ្ញុំឮសំឡេងសត្វមានជីវិតទី4 and he rode out as a conqueror bent on conquest. When the Lamb opened the second seal,
I heard the second living creature say, ហើយខ្ញុំនិយាយវាថាសេះពួកគេបានដើរតាមពីក្រោយគាត់ពួកគេត្រូវបានផ្ដល់អំណាចលើផែនដី1/4ដើម្បីសម្លាប់ដោយទូភិកនិងគ្រោះកាចនិងដោយសត្វសាហាវនៅលើផែនដីនៅពេលដែលគាត់បានបើកត្រាទី5ខ្ញុំបានឃើញនៅក្រោមអាសនៈព្រលឹងនៃអ្នកដែលត្រូវបានគេសម្លាប់ដោយសារតែព្រះបន្ទូលនៃព្រះនិងសក្ខីកម្មដែលពួកគេបានរក្សាពួកគេបានស្រែកដោយសំឡេងខ្លាំងថាតើរយៈពេលប៉ុន្មានដែលព្រះម្ចាស់នៃព្រះនៃផែនដីរបស់យើងបានវិនិច្ឆ័យយ៉ាងបរិសុទ្ធនិងពិតប្រាកដ Then I heard what sounded like a voice among the 4 living creatures saying, 2 pounds of wheat for a day's wages, and 6 pounds of barley for a day's wages, and do not damage the oil and the wine. គេឲ្យអាវសមួយហើយគេប្រាប់ឲ្យរងចាំបន្តិចទៀតរហូតដល់អស់អ្នកបម្រើរបស់គេបងប្អូនប្រុសស្រីរបស់គេត្រូវស្លាប់ដោយដែលគេបានមើលពេលគេបើកត្រាទី6ស្រាប់តែមានរញ្ជួយដីយ៉ាងខ្លាំងព្រះអាទិត្យប្រែជាខ្មៅដូចបាវធ្វើអំពីសក់ពេលព្រះច័ន្ទទាំងមូលប្រែជាក្រហមឈាមហើយផ្កាយនៅលើមេឃក៏ធ្លាក់ចុះមកផែនដី to kill by sword, famine and plague, and by the wild beasts of the earth. When he opened the 5th seal, I saw ដូចផ្លូវទំពោធ្លាក់ពីលើមេឃមកដោយដាំឧទំពោហើយគ្រប់ភ្នំនិងកោះទាំងអស់ត្រូវបានដកចេញពីកន្លែងរបស់វាបន្ទាប់មកស្ដេចនៃផែនដីមេតបមហាសេដ្ឋីនិងអ្នកផ្សេងទៀតទាំងទាសករទាំងអ្នកសេរីលាក់ខ្លួននៅក្នុងរូងភ្នំនិងក្នុងចំណោមថ្មភ្នំពួកគេបានហៅភ្នំហើយថ្មទាំងនោះបានដើរតាមយើងហើយលាក់យើងពីមុខព្រះអង្គដែលគង់លើបល្ល័ង្កនិងពីសេចក្តីក្រោធរបស់កូនជាម7ចំពុកទី4 Their brothers and sisters were killed just as they had been. I watched as he opened the 6th seal. ដ៏អស្ចារ្យនេះបានមកដល់ហើយបន្ទាប់ពីថ្ងៃដ៏អស្ចារ្យរបស់ពួកគេទេវតាឈរនៅជ្រុងទាំង4នៃផែនដីទប់ខ្យល់ទាំង4នៃផែនដីដើម្បីការពារកុំឲ្យខ្យល់បក់មកលើដីឬនៅលើសមុទ្រឬនៅលើដើមឈើណាមួយពេលនោះខ្ញុំបានឃើញទេវតាមួយទៀតមកពីទិសខាងកើតមានត្រារបស់ព្រះដ៏មានព្រះជន្មគង់នៅព្រះអង្គស្រែកដោយសំឡេងខ្លាំងទៅកាន់ទេវតាទាំង4អង្គដែលបានទទួលអំណាចធ្វើបាបទឹកដីហើយសមុទ្រក៏មិនបានឬសូដីឬសមុទ្រឬដើមឈើបិទត្រាឡើយដរាបណាយើងចំនួនអ្នកដែលត្រូវបានផ្សារភ្ជាប់144,000 ពីកុលសម្ព័ន្ធអ៊ីស្រាអែលទាំងអស់ពីកុលសម្ព័ន្ធយូដា 12,000 អ្នកត្រូវបានផ្សារភ្ជាប់ពីកុលសម្ព័ន្ធរូបេន 12,000 អ្នកពីកុលសម្ព័ន្ធកាត 12,000 អ្នកពីកុលសម្ព័ន្ធអេសឺ 12,000 អ្នកពីកុលសម្ព័ន្ធណាហ្វថាលី 12,000 អ្នកពីកុលសម្ព័ន្ធនៃកុលសម្ព័ន្ធរូបេន 1,000 អ្នកពីកុលសម្ព័ន្ធលេវី 12,000 អ្នកពីកុលសម្ព័ន្ធអ៊ីសាខា 12,000 អ្នកពីកុលសម្ព័ន្ធសេប៊ូលូន 12,000 អ្នកពីកុលសម្ព័ន្ធយូសែប 12,000 អ្នកពីកុលសម្ព័ន្ធបេនយ៉ាមីន 12,000 អ្នកបន្ទាប់ពីរឿងនេះខ្ញុំបានមើលហើយនៅទីនោះមានវងមនុស្សយ៉ាងច្រើននៅចំពោះមុខខ្ញុំដែលគ្មាននរណាម្នាក់អាចរាប់បានពីគ្រប់ជាតិសាសន៍គ្រប់កុលសម្ព័ន្ធនិងភាសាឈរនៅមុខបល្ល័ង្កហើយនៅចំពោះមុខកូនជាមពួកគេពាក់មែកឈើពណ៌ហើយឈរនៅមុខកូនជាម Do not harm the land or the sea or the trees until we put a seal on the foreheads of the servants of our God. Then I heard the number of those who were sealed, 144,000 from all the tribes of Israel. From the tribe of Judah, 12,000 were sealed. From the tribe of Reuben, 12,000. From the tribe of Gad, 12,000. From the tribe of Asher, 12,000. From the tribe of Naphtali, 12,000. From the tribe of Manasseh, 12,000. សេចក្តីសង្គ្រោះជារបស់ព្រះរបស់យើងដែលលេចលើបល្ល័ង្កនិងដល់កូនជាមទេវតាទាំងអស់កំពុងឈរជុំវិញបល្ល័ង្កនិងជុំវិញមនុស្សចាស់និងសត្វមានជីវិតទាំង4ដែលពួកគេបានក្រាបចុះនៅមុខបល្ល័ង្កហើយថ្វាយបង្គំព្រះដោយពាក្យសរសើរនិងសេរីរុងរឿងនិងប្រាជ្ញាហើយអរព្រះគុណកិត្តិយសអំណាចនិងកម្លាំងដល់ព្រះរបស់យើងអស់កលឹបជានិច្ច After this I looked, and there before me was a great multitude that no one could count, from every nation, tribe, people and language. អាមែនពេលនោះពួកព្រឹទ្ធាចារ្យម្នាក់បានមកសួរខ្ញុំពីណាហើយទ្រង់មានបន្ទូលថាទាំងនេះគឺជាអ្នកដែលបានចេញពីសេចក្តីទុក្ខវេទនាជាខ្លាំងពួកគេបានបោកសម្លៀកបំពាក់របស់ពួកគេហើយធ្វើឲ្យពួកគេក្នុងឈាមរបស់កូនជាមដូច្នេះពួកគេនៅចំពោះបល្ល័ង្កនៃព្រះហើយបម្រើទ្រង់ទាំងថ្ងៃទាំងយប់នៅក្នុងព្រះវិហាររបស់ទ្រង់ហើយអ្នកដែលអង្គុយលើបល្ល័ង្កនឹងផ្ដល់ជំរកដល់ពួកគេដោយវត្តមានរបស់ទ្រង់និងមិនដែលពួកគេនឹងស្រេកឃ្លានទៀតទេហើយពួកគេនឹងមិនស្រេកព្រះអាទិត្យឬកម្ដៅនៃបល្ល័ង្កដែលឆេះមកលើពួកគេឡើយ Praise and glory and wisdom and thanks and honor and power and strength be to our God forever and ever.
Amen. Then one of the elders asked me, These in white robes, ធ្វើជាកង្វល់របស់ពួកគេទ្រង់នឹងនាំពួកគេទៅកាន់ប្រភពទឹករស់ហើយព្រះនឹងជូតរាល់ទឹកភ្នែកចេញពីភ្នែករបស់ពួកគេជំពូកទី8នៅពេលដែលគាត់បានបើកត្រាទី7នោះស្ងប់ស្ងាត់នៅលើមេឃប្រហែលកន្លះម៉ោងហើយខ្ញុំបានឃើញទេវតាទាំង7អង្គដែលឈរនៅចំពោះព្រះហើយត្រែ7ត្រូវបានប្រគល់ឲ្យពួកគេ before the throne of God, and serve him day and night in his temple. And he who sits on the throne will shelter them with his presence. Never ទេវ again តា will មួយ they ទៀតដែល hunger. មានឧបករណ៍ចាប់សញ្ញាមាសបានមកឈរនៅអាសនៈដែលគាត់ត្រូវបានគេយកគ្រឿងក្រអូបជាច្រើនសម្រាប់បូជា For the Lamb at the center of the throne ប will ល្ល័ង្ក be ផ្សែង their នៃគ្រឿងក្រ shepherd. អូបរួមជាមួយការអធិដ្ឋានរបស់ប្រជាជនរបស់ព្រះបានឡើងមុនព្រះពីដៃរបស់ទេវតាពេលនោះទេវតាបានយកត្រឡាចដែលពេញដោយភ្លើងចេញពីអាសនៈហើយបោះវាមកលើផែនដីស្រាប់តែមានគោលាន់ភ្លេចបន្ទោនិងការរញ្ជួយដីពេលនោះទេវតាទាំង7ដែលមានត្រែទាំង7បានផ្លុំត្រែមមុនគេ and I saw the 7 angels who stand before God, and 7 trumpets were given to them. Another angel, who had a golden censer, came លី and ឡំដោយ stood ឈាម at ហើយ the វា altar. ត្រូវបានបោះចោលលើផែនដី1/3នៃផែនដីត្រូវបានដុតដើមឈើ1/3ត្រូវបានឆេះហើយស្មៅបៃតងទាំងអស់ត្រូវបានដុតទេវតាទី2បានបន្លឺត្រែហើយអ្វីមួយដូចជាភ្នំដ៏ធំដែលឆេះត្រូវបានបោះទៅក្នុងសមុទ្រ1/3នៃសមុទ្រប្រែទៅជាឈាម1/3នៃសត្វមានជីវិតនៅក្នុងសមុទ្របានស្លាប់ took the censer, filled it with fire from the altar, and hurled it on the earth. And there came peals of thunder, rumblings, ហើយ flashes of 1/3នៃ lightning, សំពើរបស់គាត់ត្រូវបានបំភ្លេចបានធ្លាក់ពីលើមេឃលើទន្លេ1/3និងលើប្រភពទឹកនៃទឹកឈ្មោះកាយគឺដង្កូវនាង1/3នៃទឹកប្រែទៅជាជូរចត់ហើយមនុស្សជាច្រើនបានស្លាប់ដោយសារទឹកដែលប្រែជាជូរចត់ទេវតាទី4បានផ្លុំត្រែហើយ1/3នៃព្រះអាទិត្យបានវាយប្រហារ1/3នៃព្រះច័ន្ទនិង1/3នៃផ្កាយដូច្នេះ trees were burned up, and all the green grass was burned up. The second angel sounded his trumpet, and something like a huge mountain, all ablaze, was thrown 1/3នៃពួកគេប្រែជាងងឹត1/3នៃថ្ងៃគឺគ្មានពន្លឺហើយ1/3នៃយប់ពេលដែលខ្ញុំមើលខ្ញុំយន្ត្រីដែលកំពុងហើរកណ្ដាលអាកាសស្រែកដោយសំឡេងដ៏ខ្លាំងដល់ប្រជាជននៅលើផែនដីដោយសារតែត្រែនឹងបន្លឺឡើងដោយផ្កាយ3ផ្សេងទៀតចំពុកទី9ទេវតាទី5បានបន្លឺសំឡេងត្រែចុះពីលើមេឃ on a third of the rivers and on the springs of water. The name of the star is wormwood. A third of the waters turned គន្លឹះនៃ bitter, អវយវៈ and ពេល many គាត់បើក people ផ្សែងហុយ died ចេញ from ពី the វា waters ដូចជា that ផ្សែង had ចេញពី become ចង្កានដ៏ធំសម្បើម bitter. ព្រះអាទិត្យនិងមេឃងឹតដោយសារផ្សែងហុយចេញពីទីជ្រៅហើយផ្សែងពីកណ្ដូបបានចុះមកលើផែនដីហើយត្រូវបានផ្ដល់អំណាចដូចជាខ្យាដំរីនៅលើផែនដីពួកគេត្រូវបានប្រាប់ថាកុំឲ្យប៉ះពាល់ដល់ស្មៅនៅលើផែនដីមានតែមនុស្សណាដែលដាំឬបិទត្រា and also a third of the night. As I watched, I heard an eagle that was flying in midair call out in a loud voice, គេមិនអនុញ្ញាតឲ្យសម្លាប់វាទេគឺគ្រាន់តែធ្វើទារុណកម្មពួកគេរយៈពេល5ខែប៉ុណ្ណោះហើយការជឿចាប់ដែលពួកគេបានរងទុក្ខគឺដូចជាការខំរបស់ខ្យាដំរីនៅពេលដែលវាវាប្រហារក្នុងសម័យនោះមនុស្សនឹងស្វែងរកសេចក្តីស្លាប់ប៉ុន្តែរកមិនឃើញទេពួកគេនឹងចង់ស្លាប់ប៉ុន្តែសេចក្តីស្លាប់នឹងគេចផុតពីសត្វកណ្ដូប sounded his trumpet, and I saw a star that had fallen from the sky to the earth. The star was given the key to the shaft of the abyss. When he opened the មើលទៅ abyss, ដូចសេះដែលត្រៀម smoke សម្រាប់ rose ប្រយុទ្ធនៅលើក្បាលរបស់ពួកគេ like the ពាក់ smoke មកុដ from a មាសមុខ gigantic ដូចជាសក់និងមុខ furnace. មនុស្ស The ដូច sun ជាស and ក់ sky were darkened by the smoke from the abyss. And out of the ថ្មិញ smoke របស់សត្វតោ locusts ពួកវាមាន came ពាក់អាវ down ក្រោះ on ដូច the បន្ទះ earth ដែក and were given ហើយសំឡេងនៃ power ស្លាប like វា that ដូច of ជាគោលាន់នៃសេះ scorpions of the និង earth. រទេះចម្បាំងជាច្រើនដែលកំពុងប្រញាប់ប្រញាល់ចូលប្រយុទ្ធពួកគេមានកន្ទុយជាមួយនឹងសត្វចង្រៃដូចជាខ្យាដំរីហើយកន្ទុយរបស់ពួកគេមានអំណាចធ្វើទារុណកម្មមនុស្សអស់រយៈពេល5ខែដែលពួកគេមានជាស្ដេចលើពួកគេថាទេវតានៃអវ but សាន only to torture them for 5 months. And the agony they suffered was like that of the sting of a scorpion when it strikes. During those days, people ដែលមានឈ្មោះថាក្រេតដូនវេទនាទី1បានកន្លងផុតទៅទុកវេទនាទី2ទៀតមិនទាន់មកដល់ទេទេវតាទី6បានផ្លុំត្រែហើយខ្ញុំបានឮសំឡេងមួយចេញពីស្នែងទាំង4នៃអាសនៈមាសដែលនៅចំពោះមុខព្រះវានិយាយទៅកាន់ទេវតាទី6ដែលត្រែបានដោះលែងទេវតាទាំង4ដែលចងនៅទន្លេអ៊ឺប្រាតនិងទេវតាទាំង4ដែលត្រូវបានគេទុកជាថ្ងៃនិងរកខែ lion's teeth. They had breastplates like breastplates of iron, and the sound of their wings was like the thundering of many horses and chariots. កងទ័ពដែលបានដំឡើងមានចំនួន2ដង 10000 ដង 10000 នាក់ខ្ញុំបានឮចំនួនសេះនិងអ្នកជិះដែលខ្ញុំបានឃើញក្នុងចក្ខុវិស័យរបស់ខ្ញុំមើលទៅដូចនោះអាវធំរបស់ពួកគេមានពណ៌ក្រហមពណ៌ខៀវនិងពណ៌លឿងដូចជាស្ពាន់ថក្បាលសេះស្រដៀងនឹងក្បាលសត្វតោហើយចេញពីមាត់របស់ពួកគេ
មានផ្សែងហុយនិងស្ពាន់ថោ Apollyon, that is, destroyer. The first woe is past. 2 other woes are yet to come. មួយភាគ3នៃមនុស្សជាតិត្រូវបានសម្លាប់ដោយផ្សែងស្ពាន់ថោចេញពីមាត់សេះ ហើយនៅកន្ទុយរបស់វាប្រៀបដូចជាពស់មានក្បាលដែលវាធ្វើបាបមនុស្សជាតិដែលនៅសល់ដែលមិនត្រូវបានសម្លាប់ដោយគ្រោះកាចទាំងនេះនៅតែមិនប្រែចិត្តពីដៃរបស់ពួកគេមិនឈប់ថ្វាយបង្គំអារក្សនិងរូបព្រះធ្វើពីមាសប្រាក់សំរិទ្ធនិងរូបចម្លាក់ឈើដែលមិនអាចមើលឃើញឬរដាបានហើយក៏មិនបានប្រែចិត្តពីអំពើឃាតកម្មរបស់ពួកគេ was twice 10,000 times 10,000. I heard their number. The horses and riders I saw in my vision looked like ចំពុកមួយទៀតសូនសិល្បៈនៃមន្តអាគមរបស់ពួកគេទេវតាដ៏ខ្លាំងពូកែចុះពីស្ថានសួគ៌ទ្រង់គង់ក្នុងស្ពកមានអន្ទនុពីលើក្បាលមុខដូចព្រះអាទិត្យជើងប្រៀបដូចជាបង្គោលភ្លើងទ្រង់កាន់រមូរតូចមួយដែលបើកក្នុងដៃទ្រង់ដាក់ជើងស្ដាំលើសមុទ្រហើយជើងឆ្វេងនៅលើដីហើយទ្រង់បន្លឺសំឡេងខ្លាំងដូចជាសត្វសឹងពេលដែលទ្រង់បន្លឺសំឡេងនៃទី7ហើយខ្ញុំសរសេរថាខ្ញុំបានបន្លឺសំឡេងពីក្រោម For their tails were like snakes having heads with which they inflict injury. The rest of mankind who were not killed by សំឡេងពីស្ថានសួគ៌និយាយថាបិទបាំងនៅអ្វីដែលគោលន់ទាំង7បាននិយាយហើយគុំសរសេរវាចុះពេលនោះទេវតាដែលខ្ញុំបានឃើញឈរនៅលើសមុទ្រនិងនៅលើដីបានលើកដៃស្ដាំឡើងទៅកាន់ស្ថានសួគ៌ហើយគាត់បានស្បោះនឹងព្រះអង្គដែលមានជីវិតជារៀងរហូតនិងអស់កលឹបជានិច្ចដែលបានបង្កើតផ្ទៃមេឃនិងអ្វីទាំងអស់នៅលើផែនដីនិងអ្វីទាំងអស់នៅក្នុងវា Chapter 10. Then I saw another mighty angel coming down from heaven. He was robed in a នឹងសមុទ្រនិងអ្វីទាំងអស់នៅក្នុងនោះហើយនិយាយថានឹងមិនមានការពន្យាពេលទៀតទេប៉ុន្តែនៅក្នុងថ្ងៃនៃសេចក្តីពិតរបស់ទ្រង់នឹងមកដល់ He was holding a little scroll which lay open in his hand. បានសម្រេចដោយការប្រកាសប្រាប់ព្យាការីជាបាវបម្រើរបស់ព្រះអង្គពេលនោះសំឡេងដែលខ្ញុំបានឬពីស្ថានបរមសុខមកខ្ញុំម្ដងទៀតចូលទៅយកក្រាំងដែលបើកនៅក្នុងដៃទេវតាដែលឈរនៅលើសមុទ្រនិងនៅលើដីនោះខ្ញុំក៏ចូលទៅជួបទេវតាហើយសូមឲ្យគាត់យកចម្បាំងតូចមកខ្ញុំបរិភោគវានឹងធ្វើឲ្យក្រពះរបស់អ្នកជូរប៉ុន្តែនៅក្នុងមាត់អ្នក Seal up what the 7 thunders have said and do not write it down. Then the angel I had seen standing on the sea and on the land ខ្ញុំនឹងយកវាមកដូចទឹកឃ្មុំ to heaven. រសជាតិផ្អែមដូចទឹកឃ្មុំក្នុងមាត់តែពេលបាញ់ញមាវាក្រពះប្រែជាជូរពេលនោះមានគេប្រាប់ឲ្យទីម្ដងទៀតអំពីប្រជាជាតិជាច្រើនភាសានិងស្ដេចជំពូកទី11ខ្ញុំត្រូវបានគេឲ្យអានដូចដំបងវាស់ហើយត្រូវបានប្រាប់ឲ្យទៅវាស់ព្រះវិហារនៃព្រះនៅលើអាសនៈជាមួយពួកអ្នកគោរពបូជាប៉ុន្តែលើកលែងតុលាការខាងក្រៅមិនវាស់ទេ The mystery of God will be accomplished just as he announced to his servants the prophets. Then the voice that I had heard from heaven spoke to me ព្រោះគេបានទុកឲ្យនៅខែទី4នឹង Trelli ខ្ញុំនឹងតែងតាំងសាក្សី2នាក់របស់ខ្ញុំហើយពួកគេនឹងទីសម្រាប់រយៈពេល1260ថ្ងៃដោយស្លៀកពាក់បាវពួកគេគឺជាដើមអូលីវ2ហើយចង្គៀងទាំងពីរឈរហើយពួកគេឈរនៅចំពោះព្រះអម្ចាស់នៃផែនដីប្រសិនបើនរណាម្នាក់ព្យាយាមធ្វើបាបពួកគេភ្លើងចេញពីមាត់របស់ពួកគេហើយលេបត្របាក់ខ្មាំងសត្រូវរបស់ពួកគេ I took the little scroll from the angel's hand and ate it. It tasted as sweet as honey in my mouth, but when I had eaten it, my នេះជារបៀបដែលអ្នកណាចង់ធ្វើបាបពួកគេត្រូវតែស្លាប់ពួកគេមានអំណាចដើម្បីបិទមេឃអំណាចនៃភ្លៀងពួកគេនឹងមិនមានភ្លៀង Many peoples, nations, languages, and kings. ចូលទៅក្នុងឈាមនិងវីលុកផែនដីដោយគ្រោះកាចគ្រប់បែបយ៉ាងតាមដែលខ្លួនចង់បានពេលដែលពួកគេបានធ្វើសក្ខីកម្មរួចរាល់សត្វដែលឡើងពីទីជ្រៅបំផុតនឹងវាប្រហារពួកគេហើយដណ្ដើមអំណាចនិងសម្លាប់ពួកវាសាកសពរបស់ពួកគេនឹងដេកនៅទីលានសាធារណៈនៃទីក្រុងធំដែលត្រូវបានគេហៅថាជានិមិត្តរូបនៃទីក្រុងសូដុមនិងអេស៊ីប They will trample on the holy city for 42 months, and I will appoint my 2 witnesses, and they will prophesy for 1,200. ដែលម្ចាស់របស់ពួកគេត្រូវបានគេឆ្កាំងអស់រយៈពេល3ថ្ងៃកន្លះភាសារបស់ពួកគេនឹងមួយចំនួនពីគ្រប់ជាតិសាសន៍នឹងបញ្ចុះសពនឹងគោលសម្ព័ន្ធ and they stand before the Lord of the earth. If anyone tries to harm ប្រជាជននៅលើផែនដីនឹងរីករាយនឹងពួកគេហើយនឹងអបអរដោយការផ្ញើអំណោយគ្នាទៅវិញទៅមកពីព្រោះហោរាទាំងពីរនេះបានធ្វើទារុណកម្មអ្នកដែលរស់នៅលើផែនដីប៉ុន្តែបន្ទាប់ពី3ថ្ងៃកន្លះដង្ហើមនៃព្រះបានចូលទៅក្នុងពួកគេហើយពួកគេបានឈរនៅលើជើងរបស់ពួកគេហើយពួកគេភ័យខ្លាចបានវាយប្រហារអ្នកដែលបានឃើញពួកគេ with every kind of plague as often as they want.
Now when they have finished their testimony, the beast that comes up from ពេល the នោះ abyss ពួកគេ will បានឮ attack សំឡេង them ដ៏ខ្លាំង and ពីស្ថានសួគ៌ overpower ប្រាប់ and ពួក kill គេ them. មកទីនេះ Their ហើយពួកគេ bodies ក៏ will ឡើងទៅ lie លើ in មេឃ the យ៉ាង public ធ្ងន់ធ្ងរ square នៅ of លើ the ពព great ពេលនោះ city, ពួកគេទាំង which 10 is នាក់ figuratively called Sodom and Egypt, where also their Lord was ទីក្រុងដួលរ crucified. លំមនុស្ស 7,000 នាក់បានស្លាប់ដោយសារការរញ្ជួយដីហើយអ្នកនៅរស់រានមានជីវិតមានការភ័យខ្លាចហើយលើកដំកើងសេរីរុងរឿងរបស់ព្រះនៃស្ថានបរមសុខវេទនាទី 2 បានកន្លងផុតទៅវេទនាទី 3 នឹងមកដល់ឆាប់នេះទេវតាទី 7 បានផ្លុំត្រែហើយមានសំឡេងយ៉ាងខ្លាំងនៅលើមេឃដែលនិយាយថា But after the 3.5 days, the breath of life from God entered them, and they នគរ stood នៃ on ពិ their ភពលោក feet បាន and คล้ายទៅ terror ជាគោ struck របស់ម្ those ចាស់ who របស់ saw យើង them. ដែលបានអង្គុយលើបល្ល័ង្ករបស់ពួកគេហើយនិយាយថាអរគុណអ្នកទៅចុះ Come up here. And they went up to heaven in a ព្រះដ៏មាន cloud, ឫទ្ធានុភាព while បំ their ផុតគឺព្រះអង្គ enemies ដែល from គង់នៅ God. នឹងជានរណាដោយសារព្រះអង្គបានយកអំណាចដ៏មហិមារបស់ព្រះអង្គហើយចាប់ផ្ដើមសោយរាជ្យប្រជាជាតិទាំងឡាយបានខឹងហើយព្រះពិរោធរបស់ព្រះអង្គបានមកដល់ដល់ពេលសម្រាប់វិនិច្ឆ័យទោសមនុស្សស្លាប់ហើយសម្រាប់ការប្រទានរង្វាន់ដល់អ្នកបម្រើរបស់ព្រះអង្គព្យាការីនិងប្រជារាស្ត្ររបស់អ្នក The second woe has passed. The third woe is coming soon. The seventh angel sounded his trumpet, and there were loud voices in heaven which said, The kingdom of the world has ដែលគោរពព្រះនាម become ព្រះអង្គទាំងអ្នកធំទាំងតូចនិងសម្រាប់ការបំផ្លាញអ្នកដែលបំផ្លាញផែនដី and he will reign forever and ever. គោលាន់រញ្ជួយដីនិងព្យុះភ្លៀងធ្លាក់ខ្លាំងចំពុកទី 12 សញ្ញាដ៏អស្ចារ្យមួយបានលេចឡើងនៅលើមេឃស្ត្រីម្នាក់ស្លៀកពាក់ព្រះអាទិត្យជាមួយនឹងព្រះច័ន្ទនៅក្រោមជើងរបស់នាងនិងមានមកុដនៃផ្កាយ 12 នៅលើក្បាលរបស់នាងមានផ្ទៃពោះហើយស្រែកយំដោយការឈឺចាប់នៅពេលដែលនាងហៀបនឹងសម្រាលកូនបន្ទាប់មកសញ្ញាមួយផ្សេងទៀតបានលេចឡើងនៅលើមេឃ And your wrath has come. The time has come for judging the dead. And for reward កូនដើម្បីឲ្យវាស៊ីកូនរបស់នាងនៅពេលកើតមកនាងសម្រាលបានកូនប្រុសៗដែលនឹងគ្រប់គ្រងគ្រប់ជាតិសាសន៍ដោយដំបងដែកហើយកូនរបស់នាងត្រូវបានចាប់ឡើងទៅកាន់ព្រះនិងបល្ល័ង្ករបស់ទ្រង់ស្ត្រីនោះបានភៀសខ្លួនទៅកាន់ទីហោស្ថានទៅកាន់កន្លែងរៀបចំសម្រាប់នាងដោយព្រះតីទុករយៈពេល A woman clothed with the sun, with the moon under her feet and a crown of 12 stars on her head. She was pregnant. 5 ថ្ងៃសង្គ្រាមនឹងកើតឡើងក្នុងរយៈពេល 2 ថ្ងៃទេវតារបស់គាត់បានប្រយុទ្ធនឹងនាគហើយនាគនិងទេវតារបស់គាត់បានវាយបកវិញប៉ុន្តែគាត់មិនខ្លាំងគ្រប់គ្រាន់ទេហើយពួកគេបានបាត់បង់កន្លែងនៅលើមេឃនាគដ៏អស្ចារ្យត្រូវបានទម្លាក់ចុះដែលពូបុរាណហៅថាអារៈឬសាតាំងដែលចាក់ចេញពីពិភពលោកទាំងមូលត្រូវបានគេបោះមកលើផែនដីហើយពួកទេវតារបស់វានៅជាមួយវា ពេលនោះខ្ញុំឮសំឡេងដ៏ខ្លាំងមួយនៅលើមេឃនិយាយថាឥឡូវនេះបានមករកសេចក្តីសង្គ្រោះហើយនៅក្នុងសេចក្តីសង្គ្រោះរបស់យើងអ្នកចោទបងប្អូនប្រុសស្រីរបស់យើងដែលចោទប្រកាន់ពួកគេនៅចំពោះព្រះរបស់យើងទាំងយប់ទាំងថ្ងៃពួកគេបានយកឈ្នះលើព្រះអង្គដោយឈាមរបស់កូនជៀមនិងដោយពាក្យសម្ដីរបស់ពួកគេថាពួកគេមិនស្រឡាញ់ជីវិតរបស់ពួកគេរហូតដល់រួញពីសេចក្តីស្លាប់ដូច្នេះចូលអ្នកឡើងឋានសួគ៌និងអ្នកដែលរស់នៅក្នុងពួកគេប៉ុន្តែត្រូវវេទនាដល់ផែនដីនិងសមុទ្ររបស់វាពីព្រោះវាត្រូវអូសបន្លាយពេលដល់ពេលកំណត់នៃអារៈ ឃើញគេទម្លាក់មកដីក៏ដេញតាមស្ត្រីដែលសម្រាលបានកូនឈ្មោលស្ត្រីនោះត្រូវបានស្លាប់ពីរបស់ឥន្ទ្រីធំដើម្បីហោះទៅកន្លែងដែលរៀបចំសម្រាប់នាងក្នុងទីហោស្ថានដែលនាងត្រូវមើលថែមួយដងកន្លះផុតពីមាត់ពោះមកដល់ស្រាប់តែពោះហាយកទឹកមកកាត់ស្ត្រីដូចទឹកទន្លេនិងទន្លេ បើកមាត់វាលេបទឹកទន្លេដែលនាគបានហៀចេញពីមាត់របស់វាពេលនោះនាគក៏ខឹងនឹងស្ត្រីនោះហើយចេញទៅធ្វើសង្គ្រាមជាមួយកូនចៅរបស់នាងដែលកាន់តាមបញ្ញត្តិរបស់ព្រះហើយប្រកាន់ខ្ជាប់នៅទីបន្តអំពីព្រះយេស៊ូវជំពូកទី 13 នាគឈរនៅលើច្រាំងសមុទ្រហើយខ្ញុំបានឃើញសត្វសាហាវ 10 ក្បាលចេញពីសមុទ្រហើយមានមកុដទាំង 10 នៅលើសមុទ្រ ឈ្មោះសត្វត្រឆានដែលខ្ញុំបានឃើញស្រដៀងនឹងខ្លាខិនតែមានជើងដូចខ្លាឃ្មុំហើយមាត់ដូចសត្វសិង្ហនាគបានប្រគល់អំណាចនិងបល្ល័ង្ករបស់សត្វនោះនិងអំណាចដ៏មហិមាក្បាលរបស់សត្វហាក់ដូចជាមានរបួសធ្ងន់ធ្ងរប៉ុន្តែរបួសដែលស្លាប់បានជាសះស្បើយ
ពិភពលោកទាំងមូលពោពេញដោយភាពងឿងឆ្ងល់ហើយធ្វើតាមសត្វត្រឆាននោះ The dragon was enraged at the woman and went off to wage war against the rest of her offspring, those who keep God's commandments. ព្រោះតែវាត្រូវបូជាដល់សត្វនោះទៅហើយសួរថាតើនរណាដូចសត្វត្រឆានដែលអាចធ្វើសង្គ្រាមនឹងវាសត្វត្រឆាននោះត្រូវបានផ្ដល់មាត់ឲ្យនិយាយពាក្យអួតអាងនិងពាក្យប្រមាថហើយប្រើអំណាចរបស់វាអស់រយៈពេល42ខែវាបានបើកមាត់ដើម្បីប្រមាថព្រះនិងបង្កាច់បង្ខូចឈ្មោះនិងទីកន្លែងរស់នៅរបស់វាហើយអ្នកដែលរស់នៅស្ថានសួគ៌ The beast I saw resembled a leopard, but had feet like those of a bear and a mouth. វាត្រូវបានផ្ដល់អំណាចឲ្យធ្វើសង្គ្រាមប្រឆាំងនឹងប្រជាជនដ៏វិសុទ្ធរបស់ព្រះហើយត្រូវបានផ្ដល់សិទ្ធិអំណាចលើពួកគេនិងគ្រប់ជាតិសាសន៍ ផែនដីនឹងថ្វាយបង្គំសត្វដែលគ្មានឈ្មោះក្នុងសៀវភៅជីវិតកូនជៀមដែលស្លាប់តាំងពីកំណើតពិភពលោកអ្នកណាមានត្រចៀកស្ដាប់បើអ្នកណាត្រូវទៅជាប់ជាឆ្លើយគេនឹងទៅបើអ្នកណាត្រូវសម្លាប់ដោយដាវនឹងដាវគេនឹងសម្លាប់នេះទាមទារការស៊ូទ្រាំនិងភាពស្មោះត្រង់ចំពោះព្រះមួយចំណែកនោះខ្ញុំក៏ឃើញមនុស្សពីររូបចេញមកក្រៅ សាច់ជៀមតែវានិយាយដូចនាគវាប្រើអំណាចទាំងអស់របស់សត្វទីមួយជំនួសវាហើយធ្វើឲ្យផែនដីនិងអ្នករស់នៅវាគោរពបូជាសត្វទីមួយដែលរបួសធ្ងន់ធ្ងរបានជាសះស្បើយហើយវាបានសម្ដែងទីសម្គាល់ដ៏អស្ចារ្យថែមទាំងធ្វើឲ្យភ្លើងចុះពីលើមេឃមកផែនដីពេញទំហឹងសម្រាប់មនុស្ស ដោយសារតែទីសម្គាល់ដែលវាត្រូវបានផ្ដល់អំណាចឲ្យធ្វើជំនួសឲ្យសត្វត្រឆានដំបូងដែលវាបញ្ឆោតលើផែនដីសត្វត្រឆានដែលរងរបួសដោយដាវហើយនៅមានជីវិតសត្វទីពីរបានទទួលអំណាចផ្ដល់ដង្ហើមដល់រូបសត្វទីមួយដើម្បីឲ្យរូបនោះអាចនិយាយបានធ្វើឲ្យមនុស្សទាំងអស់ដែលមិនព្រមគោរពបូជារូបនោះត្រូវស្លាប់ វាក៏បានបង្ខំឲ្យមនុស្សទាំងធំទាំងតូចអ្នកមាននិងអ្នកក្រមានសេរីភាពនិងទាសករឲ្យទទួលបានសញ្ញានៅលើដៃស្ដាំឬនៅលើថ្ងាសរបស់ពួកគេដើម្បីកុំឲ្យពួកគេទិញឬលក់ប្រសិនបើពួកគេហៅឈ្មោះនៃសញ្ញានេះអ្នកណាដែលមានការយល់ដឹងកន្នីចំនួនសត្វនោះវាជាចំនួនមនុស្សដែលមានលេខ6 6 ចំពុកទី14បន្ទាប់មកខ្ញុំមើលទៅហើយនៅទីនោះមុនខ្ញុំគឺកូនជៀមឈរនៅលើភ្នំស៊ីយ៉ូននិងជាមួយគាត់144,000ដែលមានឈ្មោះនិងឈ្មោះឪពុករបស់គាត់សរសេរនៅលើថ្ងាសហើយខ្ញុំឮសំឡេងពីលើមេឃដូចជាសំឡេងក្រហមនៃទឹកដែលហក់មកក្រោមនិងដូចជាសំឡេងលាន់ឮ ហើយពួកគេបានច្រៀងបទថ្មីនៅមុខបល្ល័ង្កនិងនៅចំពោះមុខសត្វមានជីវិតទាំង4ហើយពួកព្រឹទ្ធាចារ្យគ្មាននរណាម្នាក់អាចរៀនបទចម្រៀងបានឡើយលើកលែងតែ140,000ដែលត្រូវបានលុះពីផែនដីទាំងនេះគឺជាអ្នកដែលមិនបានបង្ខូចខ្លួនជាមួយនឹងស្ត្រីសម្រាប់ស្ត្រីព្រហ្មចារីដែលនៅសល់ពួកគេដើរតាមកូនជៀមគ្រប់ទីកន្លែងដែលគាត់ទៅ ពួកគេត្រូវបានគេទិញពីមនុស្សជាតិហើយថ្វាយផ្លែឈើដំបូងរបស់គាត់ដើម្បីកុហកព្រះនោះគ្មានឃើញអ្វីសោះទ្រង់បានហោះលើអាកាសហើយទ្រង់មានដំណឹងល្អដ៏អស់កលឹបជានិច្ចដើម្បីប្រកាសដល់អស់អ្នកដែលរស់នៅលើផែនដីនេះដល់គ្រប់ជាតិសាសន៍គ្រប់ភាសានិងប្រជាជនដែលទ្រង់បាននិយាយដោយសំឡេងខ្លាំងកោតខ្លាចដល់ព្រះហើយលើកដំកើងសេរីរុងរឿងរបស់ទ្រង់ព្រោះម៉ោងនៃសេចក្តីជំនុំជម្រះរបស់ទ្រង់បានមកដល់ ថ្វាយបង្គំព្រះអង្គដែលបានបង្កើតផ្ទៃមេឃជាផែនដីជាសមុទ្រនិងប្រភពទឹកទេវតាទី2បានដើរតាមហើយពោលថាគ្រប់ជាតិសាសន៍ដ៏មហិមារបស់ទ្រង់បានផឹកស្រាទំពាំងបាយជូរដ៏ធំល្វឹងល្វើយដើរតាមគេហើយនិយាយដោយសំឡេងខ្លាំងបើអ្នកណាថ្វាយបង្គំសត្វត្រឆាននិងរូបរបស់វាហើយទទួលសញ្ញារបស់វានៅលើថ្ងាស ឬនៅលើដៃពួកគេនឹងផឹកស្រានៃសេចក្តីក្រោធរបស់ព្រះដែលបានចាក់ពេញពេញនៃសេចក្តីក្រោធរបស់ទ្រង់ពួកគេនឹងរងទុក្ខដោយភ្លើងស្ពាន់ធរនៅចំពោះមុខពួកទេវតាបរិសុទ្ធនិងកូនជៀមហើយផ្សែងនៃសេចក្តីក្រោធរបស់វានឹងកើតឡើងជារៀងរហូតហើយគ្មានពេលយប់
រូបភាពឬសម្រាប់អ្នកដែលទទួលសញ្ញាសម្គាល់នៃឈ្មោះនេះអំពាវនាវឲ្យមានការអត់ធ្មត់ចំពោះមនុស្សនៃព្រះដែលកាន់តាមបញ្ជារបស់ទ្រង់ហើយនៅតែស្មោះត្រង់ចំពោះព្រះយេស៊ូវពេលនោះខ្ញុំមានសំឡេងមួយមកពីស្ថានសួគ៌និយាយថាសូមសរសេរពរនេះគឺអ្នកស្លាប់ដែលស្លាប់ក្នុងព្រះម្ចាស់ចាប់ពីពេលនេះទៅបាននិយាយថាវិញ្ញាណពួកគេនឹងសម្រាកពីការងាររបស់ពួកគេសម្រាប់ទង្វើរបស់ពួកគេនឹងធ្វើតាមពួកគេខ្ញុំបានក្រឡេកមើលហើយនៅទីនោះមុនខ្ញុំគឺជាមនុស្សនៅលើប៉ុស្តិ៍មួយនៅលើពុកក្បាលនឹងកណ្ដៀវមុតស្រួចនៅក្នុងដៃពេលនោះទេវតាមួយទៀតចេញពីព្រះវិហារស្រែកខ្លាំងទៅកាន់អ្នកអង្គុយលើពុកយកកន្ត្រករបស់អ្នកច្រូតព្រោះដល់ពេលច្រូតកាត់ផែនដីបានទុំដូច្នេះហើយអ្នកដែលអង្គុយលើពុកបានយកកន្ត្រៃមកលើផែនដីហើយផែនដីក៏ច្រូតបានទេវតាមួយរូបទៀតចេញពីព្រះវិហារនៅលើមេឃហើយគាត់ក៏ត្រូវភ្លើងស្រួចពីព្រះវិហារដែរស្រែកយ៉ាងខ្លាំងទៅកាន់អ្នកដែលកាន់កណ្ដៀវដ៏មុតនោះចូលយកចង្កោមផ្លែទំពាំងបាយជូរពីដីព្រោះទំពាំងបាយជូរទុំហើយទេវតាក៏បក់កន្ត្រៃមកលើផែនដីហើយបោះទៅក្នុងធុងស្រាដ៏ធំនៃកំហឹងរបស់ព្រះដែលគេជន់ឈ្លីក្នុងចម្ការទំពាំងបាយជូរនៅខាងក្រៅក្រុងហើយឈាមក៏ហូរចេញពីចម្ងាយ100ក្បាលហូកេឡាឋានជំពូកទី15ខ្ញុំបានឃើញនៅស្ថានសួគ៌ទីសម្គាល់ដ៏អស្ចារ្យនិងអស្ចារ្យមួយទៀតទេវតា7រូបដែលមានគ្រួសកាច់7ចុងក្រោយពីព្រោះជាមួយនឹងពួកគេសេចក្តីក្រោធរបស់ព្រះត្រូវបានបញ្ចប់ហើយខ្ញុំបានឃើញអ្វីដែលមើលទៅដូចជាសមុទ្រកែវភ្លឺដោយភ្លើងហើយឈរក្បែរសមុទ្រអ្នកដែលបានទទួលជ័យជំនះលើសត្វត្រឆាននិងរូបរបស់វាព្រមទាំងជាងចំនួននៃឈ្មោះរបស់វាដែលពួកគេបានកាន់ពេញជាបាវបម្រើដ៏ខ្ពង់ខ្ពស់របស់ពួកទេវតានិងពួកអ្នកបម្រើព្រះដ៏មានឫទ្ធានុភាពដ៏ត្រឹមត្រូវនឹងតាមមាគ៌លារបស់ព្រះអង្គស្ដេចនៃប្រជាជាតិទាំងឡាយណាដែលនឹងមិនកោតខ្លាចព្រះអង្គម្ចាស់ហើយនាំសេរីរុងរឿងដល់ព្រះនាមព្រះអង្គសម្រាប់ព្រះអង្គតែម្នាក់គត់គឺវិសុទ្ធប្រជាជាតិទាំងអស់នឹងមកថ្វាយបង្គំព្រះអង្គចំពោះមុខព្រះអង្គព្រោះអំពើសុចរិតរបស់ព្រះអង្គបានសម្ដែងឡើងបន្ទាប់ពីរឿងនេះខ្ញុំបានក្រឡេកមើលហើយខ្ញុំបានឃើញនៅស្ថានបរមសុខព្រះវិហារដែលជារោងឧបោសថនីយច្បាប់នៃសេចក្តីសញ្ញាហើយវាត្រូវបានបើកចេញពីព្រះវិហារទាំង7ជួរហើយពាក់ខ្សែក្រវ៉ាត់មាសជុំវិញទ្រូងសត្វមានជីវិតមួយក្នុងចំណោមសត្វមានជីវិតទាំង4បានថ្វាយទេវតាទាំង7ពេញមាស7ពេញដោយព្រះពិរោធរបស់ព្រះដែលរស់នៅអស់កលឹបជានិរន្តរ៍ហើយព្រះវិហារពោពេញដោយផ្សែងចេញពីសេរីរុងរឿងរបស់ព្រះនិងពីអំណាចរបស់ព្រះអង្គហើយគ្មាននរណាម្នាក់អាចចូលទៅក្នុងព្រះវិហារបានទេរហូតដល់គ្រួសកាច់ទាំង7នៃទេវតាទាំង7ត្រូវបានបញ្ចប់ជំពូកទី15ខ្ញុំបានឮសំឡេងរបស់ទេវតាទាំង7បន្លឺឡើងពីព្រះវិហារទេវតាទី1ទ្រង់ព្រះពិរោធលើផែនដីយកចានគមមកចាក់លើដីហើយដំបៅដ៏អាក្រក់ក៏ផ្ទុះឡើងលើមនុស្សដែលមានសញ្ញាសម្គាល់របស់សត្វនោះហើយថ្វាយបង្គំរូបរបស់វាទេវតាទី2ចាក់បាល់លើសមុទ្រប្រែជាឈាមដូចមនុស្សស្លាប់ហើយសត្វក្នុងសមុទ្រក៏ស្លាប់ទេវតាទី3បានចាក់គោឈ្មោលលើទឹកទន្លេហើយថាជាឈាមក្នុងទឹកពេលនោះហើយជាឈាមសេចក្តីជំនុំជម្រះនេះអព្រះដ៏វិសុទ្ធទ្រង់ជាអ្នកណាដែលទ្រង់បានបង្ហូរឈាមនៃពួកបរិសុទ្ធនិងហោរារបស់ទ្រង់ហើយទ្រង់បានឲ្យឈាមពួកគេផឹកដោយដែលពួកគេសំនឹងទទួលហើយខ្ញុំបានលើអាសនៈឆ្លើយតបថាបាទព្រះដ៏មានព្រះចេស្តាបំផុតហើយការវិនិច្ឆ័យរបស់ទ្រង់ត្រឹមត្រូវទេដែលទេវតាទី4បានចាក់បាល់របស់គាត់ទៅលើព្រះអាទិត្យហើយព្រះអាទិត្យត្រូវបានអនុញ្ញាតឲ្យពួកគេដុតបំផ្លាញដោយភ្លើង
ในព្រះដែលបានគ្រប់គ្រងលើគ្រោះកាចទាំងនេះប៉ុន្តែពួកគេមិនព្រមប្រែចិត្តហើយលើកដំកើងទេវតាទី5ចាក់ចានរបស់គាត់នៅលើបល្ល័ង្ករបស់សត្វនោះហើយរាជាណាចក្ររបស់វាបានធ្លាក់ចូលទៅក្នុងភាពងឹតមនុស្សបានលេបអណ្ដាតរបស់ពួកគេយ៉ាងឈឺចាប់ហើយដាក់បណ្ដាសាដល់ព្រះនៃស្ថានសួគ៌ដោយសារតែការឈឺចាប់និងដំបៅរបស់ពួកគេ ប៉ុន្តែពួកគេមិនព្រមប្រែចិត្តចំពោះអ្វីដែលពួកគេបានបង្ហូរទឹកទន្លេដ៏ធំរបស់វាទៅលើទី6 ដើម្បីរៀបចំផ្លូវសម្រាប់ស្ដេចពីទិសខាងកើតពេលនោះខ្ញុំបានឃើញវិញ្ញាណមិនបរិសុទ្ធ3ក្បាលដែលមើលទៅដូចជាកង្កែបដែលវាចេញពីមាត់សត្វនិងចេញពីមាត់របស់ហោរាខ្លែងខ្លាយពួកវាជាវិញ្ញាណអារក្សដែលសម្ដែងទីសម្គាល់ហើយពួកវាចេញទៅជួបស្ដេចនៃពិភពលោកទាំងមូល ដើម្បីប្រមូលពួកវាសម្រាប់ប្រយុទ្ធនៅថ្ងៃដ៏អស្ចារ្យនៃព្រះដែលមើលទៅហាក់ដូចជាគ្មានសង្ឃឹមសោះ And remains clothed so as not to go naked and be shamefully exposed. Then they gathered the kings together to the place that in Hebrew is called Armageddon. The seventh angel poured out his bowl in នឹងទទួលហើយខ្ញុំបានលើអាសនៈឆ្លើយតបថាបាទព្រះដ៏មានព្រះចេស្តាបំផុតហើយការវិនិច្ឆ័យរបស់ទ្រង់ត្រឹមត្រូវទេដែលទេវតាទី4បានចាក់បាល់របស់គាត់ទៅលើព្រះអាទិត្យ ហើយព្រះអាទិត្យត្រូវបានអនុញ្ញាតឲ្យពួកគេដុតបំផ្លាញដោយភ្លើងនៃព្រះដែលបានគ្រប់គ្រងលើគ្រោះកាចទាំងនេះប៉ុន្តែពួកគេមិនព្រមប្រែចិត្តហើយលើកដំកើងទេវតាទី5ចាក់ចានរបស់គាត់នៅលើបល្ល័ង្ករបស់សត្វនោះហើយរាជាណាចក្ររបស់វាបានធ្លាក់ចូលទៅក្នុងភាពងឹតមនុស្សបានលេបអណ្ដាតរបស់ពួកគេយ៉ាងឈឺចាប់ហើយដាក់បណ្ដាសាដល់ព្រះនៃស្ថានសួគ៌ដោយសារតែការឈឺចាប់និងដំបៅរបស់ពួកគេ ប៉ុន្តែពួកគេមិនព្រមប្រែចិត្តចំពោះអ្វីដែលពួកគេបានបង្ហូរទឹកទន្លេដ៏ធំរបស់វាទៅលើទី6 ដើម្បីរៀបចំផ្លូវសម្រាប់ស្ដេចពីទិសខាងកើតពេលនោះខ្ញុំបានឃើញវិញ្ញាណមិនបរិសុទ្ធ3ក្បាលដែលមើលទៅដូចជាកង្កែបដែលវាចេញពីមាត់នាគចេញពីមាត់សត្វនិងចេញពីមាត់របស់ហោរាខ្លែងខ្លាយពួកវាជាវិញ្ញាណអារក្សដែលសម្ដែងទីសម្គាល់ហើយពួកវាចេញទៅជួបស្ដេចនៃពិភពលោកទាំងមូល ដើម្បីប្រមូលពួកវាសម្រាប់ប្រយុទ្ធនៅថ្ងៃដ៏អស្ចារ្យនៃព្រះដែលមើលទៅហាក់ដូចជាគ្មានសង្ឃឹមសោះហើយនៅតែស្លៀកពាក់ដើម្បីគុំឲ្យអាក្រាតហើយបញ្ចេញភាពអៀនខ្មាស់បន្ទាប់មកក៏ប្រមូលស្ដេចមកកន្លែងដែលភាសាហែប្រឺហៅថា Armageddon ទេវតាទី7បានចាក់ចានរបស់ខ្លួនទៅលើអាកាសហើយចេញពីព្រះវិហារសម្លេងបន្លឺចេញពីបល្ល័ង្កថាចប់ហើយស្រាប់តែមានភ្លេចបន្ទោផ្គររន្ទះ នឹងរញ្ជួយផែនដីមិនធ្លាប់មានឡើយរញ្ជួយយ៉ាងខ្លាំងទីក្រុងដ៏អស្ចារ្យបានបំបែកជា3ផ្នែកហើយទីក្រុងនៃប្រជាជាតិនានាបានដួលរលំព្រះបានចងចាំបាប៊ីឡូនដ៏អស្ចារ្យហើយបានប្រទានឲ្យនាងនៅពេញដែលពោពេញទៅដោយស្រានៃកំហឹងរបស់គាត់គ្រប់កោះដែលរត់ទៅឆ្ងាយនៅលើភ្នំមិនអាចរកឃើញពីមេឃដុំព្រើដ៏ធំដែលមានទម្ងន់ប្រហែល100ផោនបានធ្លាក់មកលើមនុស្សហើយពួកគេបានដាក់បណ្ដាសាដល់ព្រះដោយគ្រោះកាច17ដោយសារគ្រោះកាច ទេវតាដែលកាន់ចានទាំង7មកប្រាប់ខ្ញុំនឹងបង្ហាញអ្នកពីទោសរបស់ស្រីពេស្យាដ៏ធំដែលអង្គុយក្បែរទឹកជាច្រើនជាមួយនាងស្ដេចនៃផែនដីបានផិតក្បត់ហើយប្រជាជននៅលើផែនដីក៏ស្រវឹងនឹងស្រានៃការផិតក្បត់របស់នាងពេលនោះទេវតាក៏នាំខ្ញុំទៅក្នុងទីហោស្ថានទីនោះខ្ញុំបានឃើញស្ត្រីម្នាក់អង្គុយលើសត្វក្រហមដែលគ្របដណ្ដប់ ដោយឈ្មោះប្រមាថនឹងមានក្បាល7និងស្នែង10ស្ត្រីនោះស្លៀកពាក់ពណ៌ស្វាយនិងពណ៌ក្រហមហើយភ្លឺចែងចាំងដោយមាសនិងគុជដ៏មានតម្លៃនាងកាន់ពែងមាសមួយនៅក្នុងដៃរបស់នាងពោពេញដោយរបស់គួរស្អប់ខ្ពើមហើយភាពសៅហ្មងនៃអំពើផិតក្បត់របស់នាងឈ្មោះដែលសរសេរនៅលើថ្ងាសរបស់នាងគឺជាអាថ៌កំបាំងដ៏អាថ៌កំបាំងមួយដែលម្ដាយរបស់ស្រីពេស្យា
និងមនុស្សខ្ពើមរអើមនឹងឈាមនៃផែនដីឈាមនៃអ្នកដែលបានថ្លែងទីបន្តអំពីព្រះយេស៊ូវនៅពេលដែលខ្ញុំបានឃើញនាងខ្ញុំពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលនោះទេវតាបាននិយាយថាហេតុអ្វីបានជាអ្នកភ្ញាក់ផ្អើលខ្ញុំនឹងពន្យល់អ្នកពីអាថ៌កំបាំងរបស់ស្ត្រីនិងសត្វដែលនាងជិះដែលមានក្បាល7និងស្នែង10សត្វដែលអ្នកបានឃើញពីមុនមកឥឡូវនេះមិនទាន់មានហើយនឹងឡើងមកលើអវយវៈដែលមិនមានចារឹកលើផែនដីសត្វលោកកើតពីកំណើតនឹងមានការភ្ញាក់ផ្អើលនៅពេលឃើញសត្វត្រឆានព្រោះពីមុនមិនទាន់មកហើយនឹងមកនេះហៅថាចិត្តដោយប្រាជ្ញាក្បាលទាំង7គឺភ្នំទាំង7ដែលស្ត្រីអង្គុយក៏ជាស្ដេច7ធ្លាក់ចុះមួយទៀតមិនទាន់បានមកប៉ុន្តែនៅពេលដែលវាមកត្រូវតែនៅបន្តិចទៀតសត្វដែលធ្លាប់ជាស្ដេចទាំង7ហើយឥឡូវនេះមិនមែនជារបស់វិនាសនោះទេស្នែងដែលអ្នកបានឃើញគឺជាស្ដេច10អង្គដែលមិនទាន់បានទទួលនគរប៉ុន្តែរយៈពេល1ម៉ោងនឹងទទួលបានអំណាចជាស្ដេចរួមជាមួយសត្វវាមានគោលបំណងតែមួយហើយនឹងផ្ដល់អំណាចដល់សត្វនោះពួកគេនឹងធ្វើសង្គ្រាមនឹងកូនជៀមប៉ុន្តែកូនជៀមនឹងឈ្នះលើពួកគេពីព្រោះគាត់គឺជាម្ចាស់លើម្ចាស់និងជាស្ដេចនៃស្ដេចហើយជាមួយនឹងវានឹងមានអ្នកដើរតាមទឹកជាអ្នករើសយកជំនឿស្រីពេស្យាកំណត់ប្រជាជនរបស់យើងប្រជាជាតិនិងភាសាជាច្រើនរបស់សត្វត្រឆានហើយស្នែងទាំង10ដែលអ្នកបានឃើញនឹងស្អប់ស្រីពេស្យាពួកគេនឹងនាំនាងទៅបំផ្លាញហើយទុកនាងឲ្យនៅអាក្រាតពួកគេនឹងស៊ីទឹកនាងហើយដុតនាងដោយភ្លើងប៉ុន្តែព្រះជាម្ចាស់បានដាក់វាទៅក្នុងចិត្តរបស់ពួកគេដើម្បីសម្រេចគោលបំណងរបស់វាដោយយល់ព្រមប្រគល់ទៅឲ្យសត្វពាហនៈដែលអំណាចនៃស្ដេចបានសម្រេចដល់ស្ដេចផែនដីជំពូក15បន្ទាប់ពីនេះមកខ្ញុំបានឃើញទេវតាមួយអង្គទៀតចុះពីស្ថានបរមសុខទ្រង់មានអំណាចដ៏អស្ចារ្យហើយផែនដីបានបំភ្លឺដោយភាពរុងរឿងរបស់ទ្រង់ដោយសំឡេងដ៏ខ្លាំងដែលគាត់បានស្រែកថាដួលរំគឺបាប៊ីឡូនដ៏អស្ចារ្យដែលនាងបានក្លាយជាជំរករបស់ពួកអារក្សនិងជាជំរកសម្រាប់វិញ្ញាណមិនបរិសុទ្ធគ្រប់គ្នាមកលងបន្លាចបក្សីមិនស្អាតគ្រប់គ្នាលងបន្លាចដល់សត្វស្មោកគ្រោកសត្វពាហនៈគ្រប់ជាតិសាសន៍ដែលស្រវឹងស្រាស្អប់ខ្ពើមគ្រប់ជាតិសាសន៍ស្ដេចនៃផែនដីបានប្រព្រឹត្តអំពើភិតក្បត់ជាមួយនាងហើយពួកអ្នកជំនួញនៅលើផែនដីក៏កាន់តែមានទ្រព្យសម្បត្តិច្រើនលើសលប់របស់នាងពេលនោះខ្ញុំបានឮសំឡេងមួយទៀតពីស្ថានសួគ៌និយាយថាចេញពីនាងជាប្រជាជនរបស់ខ្ញុំដើម្បីកុំឲ្យអ្នកចូលរួមក្នុងអំពើបាបរបស់នាងដើម្បីកុំឲ្យអ្នកទទួលគ្រោះកាចណាមួយពីនាងព្រោះអំពើបាបរបស់នាងត្រូវបានកូរឡើងដល់ស្ថានសួគ៌ហើយព្រះបានចងចាំពីឧក្រិដ្ឋកម្មរបស់នាងប្រគល់ឲ្យនាងវិញដោយដែលនាងបានឲ្យពែងដែលនាងបានសង់នាងវិញជា2ដងទុកសោកនិងសោកសៅដូចជាសេរីល្អនិងភាពប្រណីតដែលនាងប្រគល់ខ្លួនឲ្យក្នុងចិត្តនាងអួតថាខ្ញុំអង្គុយសោយរាជ្យជាមហាក្សត្រយានីខ្ញុំមិនមែនជាស្ត្រីមេម៉ាយទេខ្ញុំមិនកាន់ទុក្ខឡើយដូច្នេះនៅថ្ងៃណាមួយគ្រោះកាចនឹងគ្របដណ្ដប់លើការសោយទីវង្គតនិងទុភិកនាងនឹងត្រូវឆាបឆេះដោយភ្លើងដ៏ខ្លាំងពូកែគឺជាព្រះដ៏មានព្រះភិក្ខដែលវិនិច្ឆ័យនាងនៅពេលដែលស្ដេចនៃផែនដីពេញវ័យយើងនឹងឃើញការដុតបំផ្លាញរបស់នាងយំសោកសោកស្ដាយចំពោះទុក្ខសោករបស់នាងពួកគេនឹងឈរពីចម្ងាយហើយយំសោកសៅចំពោះអ្នកទីក្រុងដ៏អស្ចារ្យទីក្រុងដ៏អស្ចារ្យនៃទីក្រុងបាប៊ីឡូនក្នុងរយៈពេល1ម៉ោងដែលសេចក្តីវិនាសរបស់អ្នកបានមកដល់ឈ្មួញនៃផែនដីនឹងយំសោកសោកសៅចំពោះនាងពីព្រោះគ្មាននរណាម្នាក់ទិញទំនិញរបស់ពួកគេទៀតទេទំនិញធ្វើពីមាសប្រាក់ត្បូងមានតម្លៃ
នឹងគុជខ្យងធ្វើពីក្រណាត់ទេសឯកពណ៌ស្វាយសូត្រពណ៌ស្វាយនិងក្រណាត់ពណ៌ក្រហមគ្រប់ប្រភេទធ្វើពីឈើក្រញូងនិងឈើប្រណីតគ្រប់ប្រភេទទំនិញពីខ្មៅក្លិនឈុននិងគ្រឿងទេសទឹកអប់គ្រឿងក្រអូបស្រាទំពាំងបាយជូរនិងប្រេងអូលីវម្សៅល្អនិងស្រូវសាលីគោក្របីសេះរទេសនិងមនុស្សដែលគេលក់ជាទាសករពួកគេនឹងនិយាយថាផ្លែឈើដែលអ្នកប្រាថ្នាចង់បានគឺបានបាត់បង់ពីអ្នកអស់ហើយភាពប្រណីតនិងភាពរុងរឿងរបស់អ្នកបានបាត់ទៅដោយមិនបាត់ទៅណាឡើយឈ្មួញដែលលក់របស់ទាំងនោះនឹងមានភាពភ័យខ្លាចពីនាងហើយយំសោកសវេទនាដល់អ្នកទីក្រុងដ៏អស្ចារ្យស្លៀកពាក់ក្រណាត់ទេសឯកពណ៌ស្វាយនិងពណ៌ក្រហមភ្លឺចាំងដោយត្បូងមាសនិងគុជក្នុងរយៈពេល1ម៉ោងទ្រព្យសម្បត្តិដ៏អស្ចារ្យនេះត្រូវបាននាំទៅបំផ្លាញមេតបសមុទ្រគ្រប់រូបនិងអ្នកធ្វើដំណើរតាមសំពៅអ្នកសំពៅនិងអ្នករកប្រាក់ចំណូលពីសមុទ្រនឹងឈរនៅឆ្ងាយនៅពេលដែលពួកគេឃើញផ្សែងភ្លើងឆេះពួកគេនឹងរែកថាទីក្រុងដ៏ធំនេះនិងទីក្រុងរបស់ពួកគេកំពុងឆេះសោកសង្រេងចូលស្រែកឡើងថាវេទនាដល់ឯងទីក្រុងដ៏អស្ចារ្យដែលអស់អ្នកដែលមានសំពើនៅសមុទ្រខ្លាចជាអ្នកមានដោយសារទ្រព្យសម្បត្តិរបស់នាងក្នុងរយៈពេល1ម៉ោងនាងត្រូវបាននាំមកបំផ្លាញអសប្បាយចំពោះនាងស្ថានសុខអសប្បាយអ្នកទាំងឡាយនៃព្រះអសប្បាយហើយពួកហោរាចំពោះព្រះបានវិនិច្ឆ័យនាងដោយការជំនុំជម្រះតែនាងបានដាក់មកលើអ្នកពេលនោះទេវតាដ៏ខ្លាំងពូកែមួយរូបលើកដុំធំមួយមកលើសមុទ្រអំពើហិង្សាបែបនេះទីក្រុងបាប៊ីឡូនដ៏អស្ចារ្យនឹងត្រូវគេទម្លាក់ចោលលែងមានគេរកឃើញទៀតហើយភ្លេងពិណអ្នកលេងភ្លេងពិណនឹងត្រែនឹងមនុស្សនៅក្នុងអ្នកទៀតទេគ្មានអ្នករកស៊ីណាម្នាក់ត្រូវបានរកឃើញនៅក្នុងអ្នកទៀតទេសំឡេងរបស់រោងម៉ាស៊ីនកិនស្រូវនិងមនុស្សនៅក្នុងអ្នកទៀតទេពន្លឺនៃចង្គៀងនឹងមិនភ្លឺនៅក្នុងអ្នកទៀតទេសំឡេងរបស់កូនកំឡោះហើយកូនក្រមុំនឹងលែងមានអ្នកធ្វើវេទមន្តក្នុងប្រទេសអ្នកទៀតហើយការវង្វេងនៅទីនេះបានរកឃើញឈាមរបស់ព្យាការីនិងប្រជាជនដ៏វិសុទ្ធរបស់ព្រះនៃមនុស្សទាំងអស់ដែលត្រូវបានសម្លាប់នៅលើផែនដីជំពូកទី15បន្ទាប់ពីនេះខ្ញុំបានឮសំឡេងបន្លឺឡើងដូចជាសំឡេងក្រហមនៃហ្វូងមនុស្សនៅលើមេឃស្រែកថាការសង្គ្រោះនិងសេរីល្អរបស់ហាឡេលូយ៉ាជារបស់ព្រះរបស់យើងសម្រាប់ការពិតនិងយុទ្ធធម៌ដែលគាត់បានថ្កោលទោសពួកអ្នកបម្រើដ៏ឧត្តមឧត្តមរបស់ទ្រង់ម្ដងទៀតពួកគេបានស្រែកហាឡេលូយ៉ាព្រឹទ្ធាចារ្យទាំង24នាក់និងសត្វមានជីវិតទាំង4ក្រាបចុះថ្វាយបង្គំព្រះដែលគង់លើបល្ល័ង្កហើយពួកគេយំបន្ទាប់មកអាមែនមកពីបល្ល័ង្កដោយនិយាយថាសរសើរដំកើងព្រះនៃយើងអ្នកបម្រើទ្រង់ទាំងអស់ដែលកោតខ្លាចទ្រង់ទាំងតូចទាំងធំនោះខ្ញុំមានសំឡេងយ៉ាងសន្ធឹកសន្ធាប់ដូចជាសំឡេងក្រហមនៃទឹកដែលហូរមកហើយបន្លឺសំឡេងបន្លឺឡើងពីទ្រង់មកដល់ហើយឧក្រិដ្ឋកម្មរបស់គាត់បានត្រៀមខ្លួនជាស្រេចឃើញថាគាត់ភ្លឺស្វាងនិងស្អាតស្អំចំពោះទង្វើរបស់ព្រះដ៏វិសុទ្ធរបស់ព្រះអង្គពេលនោះទេវតាប្រាប់ខ្ញុំថាសូមសរសេរពរនេះគឺអ្នកដែលអញ្ជើញកូនជៀមមកចូលរួមពិធីជប់លៀងរបស់កូនជៀមហើយគាត់បន្ថែមថានេះជាពាក្យពិតរបស់ព្រះដែលខ្ញុំក្រាបថ្វាយបង្គំព្រះអង្គប៉ុន្តែទ្រង់មានបន្ទូលថាកុំធ្វើថាខ្ញុំជាអ្នកបម្រើបងប្អូនរួមការងារជាមួយបងប្អូនដែលគោរពបូជាជាមួយអ្នកវាជាវិញ្ញាណនៃទំនាយដែលផ្ដល់សក្ខីកម្មដល់ព្រះយេស៊ូវខ្ញុំបានឃើញមេឃឈរចំហហើយនៅទីនោះមុនខ្ញុំមានសេះមួយក្បាលដែលជិះត្រូវបានគេហៅថាស្មោះត្រង់និងស្មោះត្រង់ដោយយុត្តិធម៌គាត់បានវិនិច្ឆ័យនិងធ្វើសង្គ្រាមភ្នែករបស់គាត់ដូចជាភ្លើងឆេះហើយនៅលើក្បាលរបស់គាត់មានមកុដជាច្រើនដែលគាត់មានឈ្មោះដែលសរសេរលើគាត់ដែលគ្មាននរណាម្នាក់ដឹងក្រៅពីគាត់ផ្ទាល់គាត់ស្លៀកពាក់អាវផាយដែលជ្រលក់ក្នុងឈាមហើយឈ្មោះរបស់គាត់គឺសេស
ស្លៀកពាក់ក្រណាត់ទេសឯកពណ៌និងស្អាតចេញពីមាត់ទ្រង់ជាដាវដ៏មុតសម្រាប់វាបំផ្លាញជាតិសាសន៍ទ្រង់នឹងគ្រប់គ្រងពួកគេដោយដំបងដែកទ្រង់ជន់ឈ្នាន់ស្រានៃកំហឹងនៃព្រះពិរោធនៃព្រះដ៏មានមហិទ្ធិឫទ្ធិលើអាវធំរបស់គាត់ហើយនៅលើភ្លៅគាត់មានព្រះនាមនេះសរសេរថាស្ដេចនៃស្ដេចនិងម្ចាស់នៃពួកម្ចាស់ហើយខ្ញុំបានឃើញសត្វស្លាបមួយកំពុងឈរនៅលើអាកាសជួបជុំគ្នាសម្រាប់ពិធីជប់លៀងដ៏អស្ចារ្យរបស់ព្រះដើម្បីឲ្យអ្នករាល់គ្នាបានស៊ីសាច់របស់មេតបនិងសេះដ៏ខ្លាំងពូកែនិងអ្នកជិះសេះរបស់យើងព្រមទាំងសាច់មនុស្សទាំងអស់ដែលមានសេរីភាពហើយជាទាសករដ៏អស្ចារ្យហើយយឺតពេលនោះខ្ញុំបានឃើញសត្វត្រឆាននិងស្ដេចនៃផែនដីនិងកងទ័ពរបស់ពួកគេបានប្រមូលផ្ដុំគ្នាធ្វើសង្គ្រាមប្រឆាំងនឹងអ្នកជិះសេះនិងកងទ័ពរបស់វាប៉ុន្តែសត្វនោះត្រូវបានចាប់បានហើយបានទីទុកនៅសញ្ញារបស់សត្វទាំងនោះគាត់បានបញ្ឆោតអស់អ្នកដែលបានទទួលសញ្ញាសម្គាល់របស់សត្វនោះហើយថ្វាយបង្គំរូបរបស់វាពួកគេទាំងពីរត្រូវបានគេបោះទាំងរស់ទៅក្នុងបឹងដ៏ឆេះស្ពាន់ធរនៅសល់ត្រូវបានសម្លាប់ដោយដាវចេញពីមាត់អ្នកជិះសេះហើយសត្វស្លាបទាំងអស់បានគាស់ខ្លួនពួកគេនៅលើសាច់របស់វាជំពូកទី20ហើយខ្ញុំបានឃើញទេវតាមួយរូបចុះពីលើមេឃមកមានកូនសោសម្រាប់ចាប់អូសទាញដ៏ចំណាស់មួយក្បាលរបស់គាត់នៅក្នុងដៃអារក្សសាតាំងហើយចង់វាអស់ 1000 ឆ្នាំគាត់បានបោះវាទៅក្នុងទីជ្រៅហើយចាក់សោហើយបិទវាពីលើវាដើម្បីកុំឲ្យវាបបបញ្ឆោតជាតិសាសន៍ទៅទៀតរហូតដល់ 1000 ឆ្នាំត្រូវបានបញ្ចប់បន្ទាប់ពីនោះគាត់ត្រូវតែដោះលែងក្នុងរយៈពេលដ៏ខ្លីខ្ញុំបានឃើញបល្ល័ង្កដែលអង្គុយលើអ្នកដែលត្រូវបានផ្ដល់សិទ្ធិអំណាចដើម្បីវិនិច្ឆ័យហើយខ្ញុំបានឃើញព្រលឹងនៃអ្នកដែលត្រូវទទួលការសាកល្បងដោយសារពាក្យសម្ដីរបស់ពួកគេមិនបានគោរពប្រណិប័តសត្វឬរូបរបស់វាហើយមិនបានទទួលសញ្ញានៅលើថ្ងាសឬដៃរបស់ពួកគេបានរស់ឡើងវិញហើយបានសោយរាជ្យជាមួយព្រះគ្រីស្ទ 1000 ឆ្នាំនៅសល់នៃមនុស្សស្លាប់មិនបានរស់ឡើងវិញរហូតដល់ 1000 ឆ្នាំត្រូវបានបញ្ចប់នេះជាការប្រោសឲ្យរស់ឡើងវិញលើកទី1មានពរហើយបរិសុទ្ធគឺជាអ្នកដែលចូលរួមក្នុងការរស់ឡើងវិញជាលើកដំបូងការស្លាប់ទី2គ្មានអំណាចលើពួកគេទេប៉ុន្តែពួកគេនឹងត្រូវសោយរាជ្យ 1000 ឆ្នាំហើយជាបូជាចារ្យនៃព្រះគ្រីស្ទThey marched across the breadth of the earth and surrounded the camp of God's people, the city he loves. អារក្សសាតាំងនឹងត្រូវដោះលែងពីគុកហើយនឹងចេញទៅបញ្ឆោតប្រជាជាតិនៅជ្រុងទាំង4នៃផែនដីគុកនិងម៉ាគុកហើយប្រមូលពួកគេសម្រាប់ប្រយុទ្ធជាចំនួនពួកវាប្រៀបដូចជាខ្សាច់នៅមាត់សមុទ្រដែលពួកគេបានដើរពាសពេញផ្ទៃផែនដីហើយឡោមព័ទ្ធជំរុំប្រជាជនរបស់ព្រះនៃទីក្រុងដែលគាត់ស្រឡាញ់ប៉ុន្តែភ្លើងបានធ្លាក់ចុះពីស្ថានសួគ៌រមកលេបត្របាក់ពួកគេហើយអារក្សដែលបញ្ឆោតពួកគេទៅក្នុងបឹងស្ពាន់ធរព្យាការីត្រូវបានគេបោះចោលពួកគេនឹងរងទុក្ខទាំងយប់ទាំងថ្ងៃជារៀងរហូតហើយមិនធ្លាប់មានពេលនោះខ្ញុំបានឃើញបល្ល័ង្កកោះដ៏ធំមួយហើយអ្នកដែលអង្គុយនៅលើផែនដីនិងស្ថានសួគ៌បានរត់ចេញពីវត្តមានរបស់ទ្រង់ហើយគ្មានកន្លែងសម្រាប់ពួកគេហើយខ្ញុំបានឃើញអ្នកស្លាប់ទាំងធំទាំងតូចឈរនៅមុខបល្ល័ង្កហើយសៀវភៅត្រូវបានបើកសៀវភៅមួយទៀតដែលជាសៀវភៅជីវិតមនុស្សស្លាប់ត្រូវបានវិនិច្ឆ័យតាមអ្វីដែលពួកគេបានធ្វើសៀវភៅមរណៈដែលបានធ្វើរួចនៅក្នុងសមុទ្រសេចក្តីស្លាប់ដែលមាននៅក្នុងពួកគេហើយម្នាក់ត្រូវបានវិនិច្ឆ័យទៅតាមអ្វីដែលពួកគេបានធ្វើនោះសេចក្តីស្លាប់និងសេចក្តីស្លាប់ត្រូវបានបោះចូលទៅក្នុងបឹងភ្លើងគឺជាសេចក្តីស្លាប់ទី2ដែលមិនមានឈ្មោះក្នុងសៀវភៅជីវិតត្រូវបានគេបោះចូលទៅក្នុងបឹងភ្លើងជំពូកទី21បន្ទាប់មកខ្ញុំបានឃើញស្ថានសួគ៌ថ្មី
នឹងផែនដីថ្មីសម្រាប់ស្ថានសុគតិមួយហើយផែនដីទី1បានកន្លងផុតទៅហើយគ្មានសមុទ្រណាដែលខ្ញុំបានឃើញកូនក្រមុំពីស្ថានសុខថ្មីមកលើយើងទៀតទេស្លៀកពាក់យ៉ាងស្អាតសម្រាប់ស្វាមីហើយខ្ញុំបានឮសំឡេងបន្លឺឡើងពីបល្ល័ង្កថាមើលកន្លែងគង់របស់ព្រះឥឡូវនេះក្នុងចំណោមប្រជាជនហើយទ្រង់នឹងស្នាក់នៅជាមួយពួកគេនឹងធ្វើជារាស្ត្ររបស់ទ្រង់ហើយព្រះទ្រង់នឹងគង់នៅជាមួយពួកគេហើយជាព្រះរបស់ពួកគេទ្រង់នឹងជូតរាល់ទឹកភ្នែកចេញពីភ្នែករបស់ពួកគេនិងមិនមានការស្លាប់ឬសោកសៅឬយំសោកឬការឈឺចាប់ទាំងនេះទៀតទេចំពោះអាសនៈចាស់ដែលបានលាចាកលោកនេះហើយខ្ញុំបាននិយាយថាបល្ល័ង្កនេះបាននិយាយថាពាក្យដែលគួរឲ្យទុកចិត្តនិងពិតគាត់និយាយមកខ្ញុំថាចប់ហើយខ្ញុំជាអាល់ហ្វានិងអូមេហ្គាជាការចាប់ផ្ដើមនិងចុងបញ្ចប់សម្រាប់អ្នកស្រីខ្ញុំនឹងផ្ដល់ទឹកដោយមិនគិតថ្លៃពីប្រភពទឹកនៃជីវិតអ្នកដែលឈ្នះនឹងទទួលមរតកទាំងអស់នេះហើយខ្ញុំនឹងក្លាយជាព្រះរបស់ពួកគេហើយពួកគេនឹងក្លាយជាកូនរបស់ខ្ញុំប៉ុន្តែមនុស្សកំសាកមិនជឿខូលខើឃាតករវេទមន្តនិងសិលធម៌បញ្ជូនទៅបឹងដ៏ក្តៅគុកនៃភ្លើងស្ពាន់ធម៌នេះជាមរណៈទី2ក្នុងចំណោមទេវតាទាំង7ដែលមានចានទាំង7ដែលពេញដោយគ្រោះកាចទាំង7ចុងក្រោយបានមកហើយប្រាប់ខ្ញុំថាមកខ្ញុំនឹងបង្ហាញអ្នកនៅកូនក្រមុំដែលជាភរិយារបស់កូនជាមហើយគាត់បាននាំខ្ញុំទៅដោយវិញ្ញាណទៅកាន់ភ្នំមួយដ៏ខ្ពង់ខ្ពស់ហើយបង្ហាញខ្ញុំពីទីក្រុងដ៏បរិសុទ្ធក្រុងយេរូសាឡឹមដែលចុះពីស្ថានបរមសុខមកពីស្ថានសួគ៌ដែលបង្ហាញពីភាពអស្ចារ្យនៃវាគ្រឿងអលង្ការដូចផ្កាម្លិះថ្លាដូចគ្រីស្តាល់វាមានកំពែងខ្ពស់ធំមានទ្វារ12និងមានទេវតា12នៅខ្លោងទ្វារលើខ្លោងទ្វារត្រូវសរសេរជាឈ្មោះនៃកុលសម្ព័ន្ធទាំង12នៃអ៊ីស្រាអែលមានខ្លោងវារ3នៅខាងកើត3នៅខាងជើង3នៅខាងត្បូងនិង3នៅខាងលិចកំពែងក្រុងមានគ្រីស្ទទាំង12ហើយនៅលើគ្រីស្ទនៃឡាមនិយាយជាមួយខ្ញុំមានដំបងមាសសម្រាប់វាស់ក្រុងទ្វារនិងកំពែងក្រុងដាក់ដូចការ៉េដរាបណាវាធំទូលាយគាត់វាស់ទីក្រុងដោយដំបងហើយឃើញថាវាមានប្រវែង12.00 ស្តូឌីយ៉ាតឹងនិងខ្ពស់ដូចវែងទេវតាវាស់ជញ្ជាំងដោយវាស់មនុស្សហើយជញ្ជាំងធ្វើពីមាសសុទ្ធកម្រាស់144ហត្ថThe wall was made of jasper, and the city of pure gold, as pure as glass. The foundations of the city walls were decorated with every kind of precious stone. The first foundation was jasper, the second, sapphire, the third, agate, the fourth, emerald, the fifth, onyx, the sixth, ruby, the seventh, មូលដ្ឋានគ្រឹះនៃកំពែងក្រុងត្រូវបានតុបតែងដោយថ្មដ៏មានតម្លៃគ្រប់ប្រភេទគ្រឹះទី1គឺត្បូងកណ្ដៀងទី2ត្បូងកណ្ដៀងទី3អាហ្គេតត្បូងមរកតទី4ត្បូងមរកតទី5ត្បូងទឹមទី6ត្បូងទឹមទី7គ្រីសូលីតទី8បូព្រីទី9ថូផេសទី10ពណ៌ខៀវក្រមៅទី11យេសិននិងច្រកទ្វារទី12នៃគុជខៀងទី12គឺAmethyst ទី12គុជផ្លូវធំនៃទីក្រុងធ្វើពីមាសសុទ្ធដូចកញ្ចក់ថ្លាខ្ញុំមិនបានឃើញប្រាសាទនៅក្នុងទីក្រុងទេព្រោះព្រះជាម្ចាស់ដ៏មានព្រះចេស្តាបំផុតហើយកូនជាមគឺជាព្រះវិហារទីក្រុងមិនត្រូវការព្រះអាទិត្យឬព្រះច័ន្ទបំភ្លឺវាសម្រាប់សេរីល្អនៃព្រះផ្ដល់ពន្លឺដល់វាកូនជាមគឺជាចង្គៀងប្រជាជាតិទាំងឡាយនឹងដើរដោយពន្លឺរបស់វាហើយស្ដេចនៃផែនដីនឹងគ្មានថ្ងៃបិទទ្វាររបស់វាឡើយនៅយប់នោះសេរីល្អនិងកិត្តិយសរបស់ប្រជាជាតិទាំងឡាយនឹងចូលទៅក្នុងវាគ្មានអ្វីដែលមិនបរិសុទ្ធនឹងចូលទៅក្នុងវាឡើយហើយអ្នកណាដែលធ្វើអ្វីដែលគួរខ្មាស់អៀនឬបបបញ្ឆោតឡើយមានតែអ្នកដែលមានឈ្មោះសរសេរក្នុងសៀវភៅជីវិតរបស់កូនជាមជំពូកទី22ពេលនោះទេវតាបង្ហាញខ្ញុំថាទន្លេនៃទឹកនៃជីវិតច្បាស់ដូចគ្រីស្តាល់ដែលហូរចេញពីបល្ល័ង្កនៃព្រះនិងរបស់កូនជាមឈរនៅត្រើយម្ខាងនៃទន្លេនៃជីវិត
ដំណាំ12ផ្លែចេញផ្លែជារៀងរាល់ខែហើយស្លឹកឈើសម្រាប់ព្យាបាលប្រជាជាតិនានានឹងលែងមានបណ្ដាសាបល្ល័ង្ករបស់ព្រះហើយកូនជាមនឹងនៅក្នុងទីក្រុងហើយពួកអ្នកបម្រើនឹងបម្រើព្រះអង្គពួកគេនឹងឃើញមុខព្រះអង្គហើយព្រះនាមទ្រង់នឹងនៅលើថ្ងាសរបស់ពួកគេគ្មានយប់ទៀតទេពួកគេនឹងលែងត្រូវការពន្លឺនៃព្រះច័ន្ទ These words are trustworthy and true. The Lord, the God who inspires the prophets, ហើយនឹងបំភ្លឺពួកគេជារៀងរហូតទេវតាប្រាប់ខ្ញុំថាពាក្យទាំងនេះគួរឲ្យទុកចិត្តនិងពិតព្រះអម្ចាស់ជាព្រះដែលបំផុសគំនិតព្យាការីបានចាត់ទេវតារបស់ទ្រង់ឲ្យបង្ហាញដល់ពួកអ្នកបម្រើទ្រង់នៅរឿងដែលនឹងត្រូវកើតឡើងក្នុងពេលឆាប់នេះខ្ញុំនឹងមកក្នុងពេលឆាប់នេះមានពរហើយជាអ្នកដែលរក្សាពាក្យនៃទំនាយដែលបានសរសេរនៅក្នុងក្រាំងនេះខ្ញុំចន់នឹងអ្នកដែលបានឬនឹងបានឃើញការទាំងនេះហើយនៅពេលដែលខ្ញុំបានឬនឹងឃើញពួកគេខ្ញុំក៏ក្រាបចុះដើម្បីថ្វាយបង្គំខ្ញុំគុំធ្វើថាខ្ញុំជាអ្នកបម្រើរួមជាមួយនឹងអ្នកនិងជាមួយព្យាការីរួមរបស់អ្នកនិងជាមួយអស់អ្នកដែលបានរក្សាពាក្យនៃក្រាំងនេះថ្វាយបង្គំព្រះនោះគាត់បានប្រាប់ខ្ញុំថាកុំបិទពាក្យទំនាយនៃរមូរនេះព្រោះពេលវេលាជិតមកដល់ហើយសូមអ្នកធ្វើខុសបន្តធ្វើខុសទុកឲ្យមនុស្សអាក្រក់បន្តធ្វើអាក្រក់ទៀតអ្នកដែលធ្វើត្រូវបន្តធ្វើត្រូវហើយសូមឲ្យអ្នកបរិសុទ្ធមើលខ្ញុំបន្តទៅចំពោះអ្វីដែលពួកគេបានធ្វើខ្ញុំជាអាល់ហ្វានិងអូមេហ្គាជាដំបូងនិងចុងក្រោយជាការចាប់ផ្ដើមហើយចុងបញ្ចប់មានពរគឺអ្នកដែលបោកសម្លៀកបំពាក់របស់ពួកគេដើម្បីឲ្យមានសិទ្ធិទទួលបានដើមឈើជីវិតហើយពួកគេឆ្លងកាត់ច្រកចូលទីក្រុងនៅខាងក្រៅគឺជាសត្វឆ្កែអ្នកដែលអនុវត្តសិល្បៈវេទមន្តផ្លូវភេទអសិលធម៌ឃាតករអ្នកថ្វាយបង្គំព្រះនិងអ្នកដែលស្រឡាញ់និងប្រព្រឹត្តខុសឆ្គងខ្ញុំបានបញ្ជូនអ្នកក្លែងក្លាយនេះទៅកាន់ក្រុមជំនុំរបស់ខ្ញុំខ្ញុំជាឫសគល់និងជាកូនចៅរបស់ដាវីតនិងផ្កាយព្រឹកដ៏ភ្លឺស្វាងវិញ្ញាណនិងកូនក្រមុំនិយាយថាមកអ្នកណានិយាយថាមកចូលអ្នកស្រែកមកហើយឲ្យអ្នកណាដែលប្រាថ្នាទទួលយកទឹកនៃជីវិតខ្ញុំនឹងប្រមានអស់អ្នកដែលឮពាក្យទំនាយនៃក្រាំងនេះបើអ្នកណាបន្ថែមអ្វីដល់ពួកគេព្រះនឹងបន្ថែមទៅអ្នកនោះគ្រោះកាចនៃរមូរដែលបានពិពណ៌នានេះហើយប្រសិនបើអ្នកណាម្នាក់ដកពាក្យទំនាយនេះទៅចូលដកយកចេញពីបុគ្គលនោះនៅចំណែកនៅក្នុងដើមជីវិតនិងនៅក្នុងទីក្រុងដ៏វិសុទ្ធដែលមានចែងនៅក្នុងក្រាំងនេះទ្រង់ដែលថ្លែងទីបន្តអំពីរឿងទាំងនេះនិយាយថាបាទខ្ញុំនឹងមកក្នុងពេលឆាប់នេះអាម៉ែនសូមយាងមកព្រះអម្ចាស់យេស៊ូសូមព្រះគុណរបស់ព្រះអម្ចាស់គង់នៅជាមួយប្រជាជនរបស់ព្រះអាម៉ែន